រាយបានឈ្នះការប្រយុទ្ធជាផ្លូវការទោះជាយ៉ាងណាក៏ដោយសម្ពាធដ៏ខ្លាំងក្លាពីសមរភូមិបានធ្វើឲ្យគេដួលលុតជង្គង់ចុះរាងកាយរបស់គេបានត្រឡប់ទៅរកសភាពដើមវិញខណៈដែលគេបង្ខំចិត្តដំណើរការ Chronoslop ឡើងវិញដើម្បីបិទភ្ជាប់ធម៌ពលរបស់គេមុនពេលគេបាត់បង់ស្មារតីប៉ុន្តែមុនពេលសន្លប់គេមានអារម្មណ៍ធូរស្រាលដែលដឹងថាមិត្តភក្តិទាំងអស់មានសុវត្ថិភាពក្នុងភាពងឹតនៃចិត្តការចងចាំចាស់បានលេចឡើង Howard ដែលជាឪពុកចិញ្ចឹមបានប្រាប់គេឲ្យបន្តរស់នៅនិងសន្និដ្ឋាននឹងតាមមើលថែរក្សាគេបន្តិចក្រោយមករាយបានដឹងខ្លួននៅក្នុងមន្ទីរពេទ្យសាលានិងបានឃើញលីឌាសម្លឹងមើលមកគេដោយក្តីធូរស្រាលសភាពកត់ដំបងរបស់គេគឺសុំទោសដែលបានក្បត់សន្យានឹងដោះលែងសោប៉ុន្តែលីឌាមិនបានខឹងឡើយផ្ទុយទៅវិញនាងបានដាក់ដៃលើក្បាលរាយនិងប្រាប់ថានាងមានមោទនភាពចំពោះគេលីឌាប្រាប់ថាគេបានប្រើអំណាចក្នុងផ្លូវត្រូវដើម្បីការពារមនុស្សដែលគេស្រឡាញ់នាងសង្ឃឹមថាថ្ងៃណាមួយរាយនឹងជាសេះស្បើយពីរបួសផ្លូវចិត្តក្នុងសង្គ្រាមហើយលែងត្រូវការសោបិតភ្ជាប់នេះទៀតឡើយភ្លាមនោះអ្នកគ្រូ AB បានមកដល់និងប្រាប់ថាមិត្តភក្តិរបស់គេទាំងអស់មានសុវត្ថិភាពនិងកំពុងសម្រាប់ព្យាបាលពីការបាត់បង់ធម៌ពលមន្តអាគមនៅពេលលីឌាចាក់ចេញការិឡាដែលជាមេតបានប្រាប់រាយតិចថាលីឌាមានការព្រួយបារម្ភពីគេខ្លាំងណាស់នៅពេលនៅម្នាក់ឯងជាមួយ AB នាងបានសារភាពថាដំបូងឡើយនាងប្រឆាំងនឹងការឲ្យគេចូលរៀននៅទីនេះព្រោះបារម្ភថាគេមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ពិភពខាងក្រៅប៉ុន្តែគឺលីឌាដែលជាអ្នកអង្គរកយ៉ាងខ្លាំងដើម្បីឲ្យរាយមានឱកាសរស់នៅក្នុងជីវិតធម្មតានិងមានសេចក្តីសុខបន្ទាប់ពី AB ចាក់ចេញទ្វារក៏បានបើកឡើងហើយមិត្តភក្តិរបស់គេក៏បានសម្រុកចូលមកដោយឃើញទឹកមុខបារម្ភរបស់ពួកគេរាយសម្រេចចិត្តថាដល់ពេលដែលត្រូវបញ្ចប់អាថ៌កំបាំងហើយគេបានសុំទោសដែលបានបោកប្រាស់ពួកគេនិងបានទម្លាយអត្តសញ្ញាណពិតរបស់គេគឺជាម្នាក់ក្នុងចំណោមមហាក្រុមគ្រូមន្តអាគមទាំង7គឺគ្រូមន្តអាគមដាវទឹកកក Ice Blade Sorcerer ក្នុងរឿងព្រេងនិទានរាយបានរៀបរាប់ពីសមរភូមិចុងក្រោយនៃសង្គ្រាមជាកន្លែងដែលគេបាត់បង់ការគ្រប់គ្រងនិងធ្វើឲ្យសមរភូមិទាំងមូលក៏ក្លាយជាទីហោះស្ថានលីឌាអាចបញ្ឈប់គេបានទាន់ពេលនិងបិទភ្ជាប់ធម៌ពលរបស់គេជាមួយ Chronoslop គេពន្យល់ថាមន្តអាគមរបស់គេមើលទៅខ្សោយក៏ព្រោះតែវាត្រូវបានបិទភ្ជាប់រាយបានបញ្ចប់ដោយនិយាយថាដៃរបស់គេប្រឡាក់ដោយឈាមហើយគេឆ្ងល់ថាតើគេមានសិទ្ធិធ្វើជាមិត្តរបស់ពួកគេដែរឬទេទោះជាយ៉ាងណាក៏ដោយភាពភ័យខ្លាចរបស់គេត្រូវបានរលាយបាត់ភ្លាមដោយសារការគ្រប់គ្រងពីមិត្តភក្តិអាមេឡាបានកាន់ដៃគេនិងធានាថាអតីតកាលវាមិនសំខាន់ឡើយព្រោះពួកគេជឿជាក់លើមនុស្សម្នាក់ដែលគេឃើញនៅពេលនេះ EV បានប្រកាសយ៉ាងខ្លាំងថាគ្មានប្រវត្តិសាស្ត្រណាមកបដូរចិត្តគេបាត់ឡើយអាលីសានិងក្លារីសក៏បានយល់ស្របដូចគ្នានិងសន្យាថាមិត្តភាពរបស់ពួកគេគឺមិនមានលក្ខខណ្ឌអាមេឡាបានអបអរយ៉ាងណែននិងស្បត់ថាគេនឹងមិននៅម្នាក់ឯងទៀតឡើយយប់នោះ Albert បានលុបចូលក្នុងបន្ទប់របស់រាយបានដឹងខ្លួនជាមុននិងបានឃើញ Albert ដែលបន្ទាបខ្លួនមកសុំទោសចំពោះអ្វីដែលគេបានធ្វើរាយបានអត់ទោសឲ្យគេភ្លាមព្រោះគេជឿថាការទទួលស្គាល់កំហុសគឺជាភាពរឹងមាំពិតប្រាកដការអត់ទោសនេះបានធ្វើឲ្យ Albert ដឹងថាការស្អប់ខ្ពើមគឺគ្រាន់តែជាភាពទន់ខ្សោយប៉ុណ្ណោះថ្ងៃបន្ទាប់រាយបានត្រឡប់មកថ្នាក់រៀនវិញបន្ទាប់ពីជាសេះស្បើយសិស្សទាំងអស់ត្រូវបានគេប្រាប់ថាអ្នកគ្រូក្រេបានចាក់ចេញហើយអ្នកថ្មីនឹងមកជំនួសទ្វារបានបើកឡើងបង្ហាញឲ្យឃើញស្ត្រីម្នាក់ដែលមានសក់ពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាតនោះគឺ Caroline ដែលជាអតីតមិត្តរួមការងាររបស់រាយនិងជាមនុស្សតែម្នាក់គត់ដែលធ្វើឲ្យគេវិលមុខជានិច្ចនាងបានណែនាំខ្លួនយ៉ាងសប្បាយរីករាយថាជាគ្រូថ្មីរបស់ពួកគេនៅក្នុងបន្ទប់ទឹកឯកជនអាមេឡាមានគំនិតវិលវល់ចំពោះរាយវាយការដឹងពីអត្តសញ្ញាណពិតរបស់គេក្នុងនាមជាគ្រូមន្តអាគមដាវទឹកកកធ្វើឲ្យនាងមានអារម្មណ៍ថាគម្លាតរវាងពួកគេគឺធំធេងណាស់រាយគឺជាវីរបុរសនិងជារឿងព្រេងមានជីវិតខណៈដែលនាងគ្រាន់តែជាក្មេងស្រីអភិជនម្នាក់ដែលជាប់ក្នុងសម្ពាធគ្រួសារនាងឆ្ងល់ថាតើមនុស្សកម្រិតដូចរាយអាចនឹងចាប់អារម្មណ៍លើនាងដែរឬទេថ្ងៃបន្ទាប់ Caroline ដែលជាគ្រូថ្មីបានចាប់ផ្ដើមមេរៀនដំបូងនាងបានពន្យល់ពីព័ត៌មានលម្អិតនៃព្រឹត្តិការណ៍ប្រកួត Magic Chevalier ដែលនឹងមកដល់នាងប្រាប់ថាដោយសារបណ្ឌិតសភាអាណូលជាម្ចាស់ជើងឯកឆ្នាំមុនពួកគេទទួលបានឯកសិទ្ធិពិសេសក្នុងការបញ្ជូនសិស្ស6នាក់ជំនួសឲ្យ5នាក់ខណៈពេលដែលសិស្សដទៃទៀតមានភាពរំភើបរាយបែរជាមានអារម្មណ៍ដានតឹងទៅវិញបន្ទាប់មកគេបានទៅជួបអ្នកគ្រូ AB ទាំងខឹងសម្បានឹងអង្វរឲ្យនាងដក Caroline ចេញពីសាលាទោះបីជានាងបដិសេធក៏ដោយរាយថែមទាំងបានស្នើសុំបង្រៀនថ្នាក់នោះដោយខ្លួនឯងទៀតផងគេព្យាយាមបញ្ចុះបញ្ចូលនាយកសាលាឲ្យបណ្ដេញគ្រូបង្រៀនជំនួសដែលគួរឲ្យធុញទ្រាន់នោះចេញជាបន្ទាន់ប៉ុន្តែនាងបានបញ្ជាក់យ៉ាងច្បាស់ថា Carol គឺជាមនុស្សដែលរស់រាយបំផុតហើយមានរូបរាងដ៏ទាក់ទាញខណៈពេលដែលរីកំពុងបន្តអ៊ូទាំស្ត្រីដែលពួកគេកំពុងនិយាយដល់នោះក៏បានបង្ហាញខ្លួនពីក្រោយហើយបង្អាប់គេលេងនៅចំពោះមុខនាយកសាលាតែម្ដងពី3ថ្ងៃក្រោយមកការប្រកួតចម្រុះរបស់សាលាក៏បានចាប់ផ្ដើមរេបានឈរនៅលើកន្លែងអង្គុយមើលជាមួយ Clarice ដែលចង់មកនៅជិតគេយ៉ាងខ្លាំងគេបានមើលការប្រយុទ្ធនិងបង្ហាញពីសមត្ថភាពមិនធម្មតាក្នុងការទូទាត់លទ្ធផលទុកជាមុនបានយ៉ាងត្រឹមត្រូវដែលធ្វើឲ្យ Clarice មានអារម្មណ៍ខ្លាចគេបន្តិចនៅពេលដែល Vane Amelia នាងបានឈានជើងចូលក្នុងសង្វៀនហើយផ្ដួលគូប្រកួតក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងចាក់ចេញពីសង្វៀនទឹកមុខរបស់នាងមិនមែនជាទឹកមុខនៃជ័យជំនះនោះទេប៉ុន្តែជាការខកចិត្តយ៉ាងខ្លាំងដោយហេតុផលខ្លះរេយល់ពីអារម្មណ៍នេះហើយគេបានបដិញ្ញាចិត្តស្វែងរកឲ្យឃើញថាតើមានអ្វីកំពុងរំខានចិត្ត Ameliaមួយសន្ទុះក្រោយមកគេបានទៅស្វែងរក Rebecca ដើម្បីស្វែងយល់ពីមូលហេតុដែល Amelia មានអារម្មណ៍ស្រពោនចិត្ត Rebecca បានពន្យល់ពីប្រភពនៃក្តីបារម្ភរបស់ Amelia គូប្រជែងដ៏ធំបំផុតរបស់នាងដែលជាគ្រូមន្តអាគមមកពីសាលា Dam Academy ឈ្មោះ Ariane Olgren ក៏កំពុងចូលរួមប្រកួតដែរអ្នកទាំងពីរធ្លាប់ជាមិត្តភក្តិដែលមិនអាចបំបែកបានទំនាក់ទំនងរបស់ពួកគេបានប្រឆាបន្ទាប់ពី Ariane បានឈ្នះ Amelia ក្នុងការប្រកួតពីមុនរឿងរ៉ាវផ្ទាល់ខ្លួននេះត្រូវបានបន្ថែមដោយសម្ពាធដ៏ធំធេងពីឪពុករបស់ Amelia ដែលបានបញ្ជាឲ្យអ្នកការប្រកួតឲ្យបានទោះបីជាត្រូវបង់ថ្លៃអ្វីក៏ដោយខណៈដែលការប្រកួតជំរុះបន្តទៅមុខ Amelia បានគ្រប់គ្រងរាល់ការប្រកួតទាំងអស់ដូចជាកីឡាករដ៏ខ្លាំងពូកែម្នាក់ក្នុងសម័យរុងរឿងដែលធ្វើឲ្យមិត្តភក្តិរបស់នាងអបអរសាទរពីខាងក្រៅជ័យជំនះនេះបានធ្វើឲ្យនាងទទួលបានកៅអីជាតំណាងសម្រាប់ការប្រកួតធំម្យ៉ាងវិញទៀត Albert ក៏អាចឆ្លងផុតវគ្គជម្រុះដែរដោយទទួលបានចំណាត់ថ្នាក់លេខ2ទោះជាយ៉ាងនេះក្តីរាល់ពេលទទួលបានជ័យជំនះភាពស្រពោនចិត្តជុំវិញ Amelia កាន់តែជ្រៅទៅទោះបីជាមិត្តភក្តិរបស់នាងរំភើបញាប់ញ័រក៏ដោយក៏នាងហាក់ដូចជាមិនសប្បាយចិត្តនឹងជ័យជំនះរបស់ខ្លួនតតែសោះលុះល្ងាចឡើងរីបានទៅជួប Amelia ខណៈពេលដែលនាងកំពុងដើរត្រឡប់ទៅបន្ទប់ស្នាក់នៅម្នាក់ឯងដោយមិនបង្អង់យូរីប្រាប់នាងថាគេដឹងថានាងមិនពេញចិត្តនឹងជ័យជំនះរបស់ខ្លួនហើយកំពុងសង្ស័យលើសមត្ថភាពខ្លួនឯងក្នុងការប្រឈមមុខនឹងគូប្រជែងដោយសារការប្រកួតធំនៅសល់ពេល1ខែទៀតរីបានផ្ដល់សំណើដល់នាងគេនឹងបង្វឹកនាងដោយផ្ទាល់ដោយប្រើវិធីសាស្ត្រសម្ងាត់ចេញពីសៀវភៅរបស់គ្រូគេជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនរបស់នាងដោយឃើញនៅការបដិញ្ញាចិត្តឥតងាយក្រេនៅក្នុងភ្នែករបស់គេ Amelia ក៏បានយល់ព្រមទទួលយកសំណើរបស់គេភ្លាមជាមួយនឹងការសម
រិចចិត្តនេះនាងបានចុះឈ្មោះចូលរៀនក្នុងវគ្គហ្វឹកហាត់ដ៏ព្រៃផ្សៃរយៈពេល1ខែជាមួយនឹងគ្រូមិនអាគមដាវទឹកក៏ពិតប្រាកដដោយមិនដឹងខ្លួនយប់នោះអាមេលីយ៉ាបានយល់សប្តិឃើញយ៉ាងច្បាស់នៅការចងចាំតាំងពីកុមារភាពរបស់នាងនឹកឃើញគ្រាដំបូងដែលនាងបានជួបក្មេងស្រីម្នាក់ឈ្មោះអារីអានអាមេលីយ៉ាចងចាំពីការរត់លេងជាមួយក្មេងស្រីតូចម្នាក់នេះទៅកាន់កង់យកចែករំលែកអាហារគ្នានិងក្លាយជាមិត្តជិតស្និទ្ធបំផុតក្មេងស្រីទាំងពីរបានរស់នៅក្នុងជីវិតដូចជាក្មេងធម្មតាដោយមិនមានការព្រួយបារម្ភសូម្បីតែបន្តិចអំពីពិភពលោកខាងក្រៅពួកគេសូម្បីតែមិនទាន់ស្គាល់អ្វីទៅជា TikTok ផងរំពេចនោះសូបិនក៏បានផ្លាស់ប្ដូរទៅកាន់ទស្សនវិជ្ជាពេលថ្ងៃលិចដែលនាងនិងអារីអានបានសន្យាថានឹងធ្វើជាមិត្តនឹងគ្នារហូតទៅពួកគេបានអបគ្នាដូចជាក្មេងតូចព្រោះកាលនោះពួកគេពិតជាក្មេងមែនប៉ុន្តែភ្លាមនោះការចងចាំក៏ប្រែជាជូរចត់ហើយអាមេលីយ៉ាចាប់ផ្ដើមឃើញរូបភាពនៃការប្រកួតដែលនាងបានចាញ់ឡើងវិញនាងនឹកឃើញអារីអានបានហុចដៃដើម្បីជួយលើកនាងឲ្យក្រោកឈរប៉ុន្តែខ្លួននាងកាលពីក្មេងដែលពោពេញដោយអំនួតនិងសម្ពាធនៃវណ្ណៈអភិជនគ្រាន់តែក្រោកឈរហើយដើរចេញទៅទង្វើនៃភាពច្រណែននិងអំនួតដ៏តូចតាចនេះបានកាត់ផ្តាច់មិត្តភាពរបស់ពួកគេមានពាក្យឡានៅពាក់កណ្ដាលអាធ្រាត្រអាមេលីយ៉ាបានភ្ញាក់ឡើងជាមួយនឹងអារម្មណ៍ដ៏ធ្ងន់ធ្ងរនាងយល់ថានាងបានបំផ្លាញចំណងមិត្តភាពជាមួយមិត្តជិតស្និទ្ធបំផុតរបស់នាងគ្រាន់តែដោយសារតែឋានៈអភិជនដ៏ល្ងង់ខ្លៅនៅថ្ងៃបន្ទាប់របបហ្វឹកហាត់ថ្មីរបស់នាងក៏ចាប់ផ្ដើមរីដែលពាក់ម៉ាស់ចម្លែកហើយប្រកាសខ្លួនថាជាគ្រូរបស់នាងបានបញ្ជាឲ្យនាងអនុវត្តតាមការណែនាំរបស់គេដោយគ្មានសំណួរភារកិច្ចដំបូងរបស់នាងគឺការរត់ចម្ងាយ20គីឡូម៉ែត្រជុំវិញសាលាដោយមិនប្រើជំនួយពីមន្តអាគមអ្វីទាំងអស់ក្មេងស្រីរូបនេះគ្មានជំរឿអ្វីក្រៅពីយល់ព្រមតាមការហ្វឹកហាត់នេះឡើយពួកគេចាប់ផ្ដើមរត់ជុំវិញបរិវេណសាលាប៉ុន្តែការហ្វឹកហាត់កាន់តែបង្កើនភាពសាហាវខុសខើឡើងរៃបានបង្ខំនាងឲ្យធ្វើលំហាត់ប្រាណដូចជាការអវងដៃម្ខាងដោយដាក់ទម្ងន់លើខ្នងការ high cleat pull-ups និងការងារដ៏លំបាកវេទនាបំផុតគឺការរុញដុំថ្មីឡើងលើភ្នំហើយបណ្ដោយឲ្យវាធ្លាក់មកលើនាងម្ដងហើយម្ដងទៀតភាពហត់នឿយនៃរាងកាយខ្លាំងក្លារហូតដល់នាងចាប់ផ្ដើមងុយដេកក្នុងម៉ោងរៀនដែលធ្វើឲ្យមិត្តភ័ក្តិរបស់នាងមានការបារម្ភយ៉ាងខ្លាំងព្រឹកមួយអាមេលីយ៉ាបានព្យាយាមគេចពីការហ្វឹកហាត់ទោះជាយ៉ាងណាក៏ដោយគម្រោងការរត់គេចរបស់នាងត្រូវបានបរាជ័យនៅពេលដែលរេបានបង្ហាញខ្លួននៅមុខបន្ទប់ស្នាក់នៅរបស់នាងហើយចាប់ផ្ដើមវាឆ្នាំងបាយកំប៉ុងទឹកដើម្បីដាស់នាងតាមបែប Ainsworth ការបង្កការរំខាននេះបានធ្វើឲ្យរេបេកានិងឌីណាចេញមកស្ដីបន្ទោសគេខណៈពេលដែលគេកំពុងជាប់រវល់រេបានប្រឡេកឃើញអាមេលីយ៉ាកំពុងលួចចេញទៅដូចជា Pablo Escobar ហើយគេក៏រត់តាមនាងភ្លាមបន្ទាប់ពីនាងបានលាក់ខ្លួននៅក្នុងបន្ទប់រៀនទេមួយគេបានប្រាសមត្ថភាពបញ្ចេញរលកសម្លេងពិសេសដូចជាសត្វប្រចៀវដើម្បីកំណត់ទីតាំងពិតប្រាកដរបស់នាងគេបានអូសនាងចេញពីកន្លែងលាក់ខ្លួនហើយបង្ខំឲ្យនាងរត់បន្ថែមជុំជាការដាក់ទណ្ឌកម្មក្នុងអំឡុងពេលនេះដែររីបានជួប Albert នៅក្នុងបរិវេណសាលាហើយសួរថាហេតុអ្វីបានជាគេនៅម្នាក់ឯង Albert បានរៀបរាប់ពីបញ្ហាសមត្ថភាពផ្លូវភេទរបស់គេនិងចង់ឲ្យអាវុធរបស់គេរឹងមាំដូចពីមុនប៉ុន្តែរីបានប្រាប់គេថាសម័យនេះមានថ្នាំសម្រាប់ជួយហើយដែលធ្វើឲ្យ Albert មានអារម្មណ៍សប្បាយចិត្តបន្តិចវិញជាផ្នែកមួយនៃផែនការដ៏ស្មុគស្មាញរបស់គេរេក៏បានទៅសួរសុខទុក្ខក្លឹបស្រាវជ្រាវបរិស្ថានផងដែរគេបានប្រកាសថាក្រុមបរិសុទ្ធដែលមានសាច់ដុំកំឡុងទាំងអស់គួរតែបង្កើតជាក្រុមអ្នកគាំទ្រដើម្បីលើកទឹកចិត្តដល់អាមេលីយ៉ាក្នុងកំឡុងពេលប្រកួតអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគំនិតនេះត្រូវបានទទួលយកជាមួយនឹងការស្រែកហូគាំទ្រយ៉ាងខ្លាំងក្លាបំផុតមុនពេលចាក់ចេញរីក៏បានទទួលថងមួយពីពួកគេដែលមានផ្ទុកនៅឈុតសម្លៀកបំពាក់មនុស្សស្រីមួយកំភ្លេបន្ទាប់មកផែនការរបស់គេក៏ឈានចូលដល់ដំណាក់កាលចុងក្រោយដែលជាដំណាក់កាលដ៏ហ៊ានបំផុតដោយបន្លំខ្លួនជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Lily រេបានធ្វើដំណើរទៅកាន់សាលាគូប្រជែងគឺ Dion Academy ដើម្បីលួចចូលក្នុងបរិវេណសាលាដោយមិនឲ្យគេដឹងគេបានលាក់ខ្លួននៅក្នុងប្រអប់ក្រដាសកាតុងទេដ៏ធំមួយហើយចាប់ផ្ដើមរំកិលខ្លួនបន្តិចម្ដងកាត់តាមវាលស្មៅធំទោះជាយ៉ាងណាក៏ដោយការបន្លំខ្លួនដោយការរំកិលដ៏ចម្លែកនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ក្មេងស្រីតូចម្នាក់ដែលកំពុងយំនៅក្បែរនោះខណៈពេលដែលនាងសម្លឹងមើលដោយចង់ដឹងចង់ឃើញប្រអប់ក្រដាសកាតុងនោះក៏បានរំកិលមកជប់នៅចំពីមុខនាងតែម្ដងក្នុងជុតបន្លំខ្លួនជាក្មេងស្រីដ៏ស្រស់ស្អាតរេបានចេញពីក្នុងប្រអប់ក្រដាសកាតុងនោះមកដូចជាអ្នកលេងសៀកគេបានណែនាំខ្លួនទៅកាន់ក្មេងស្រីតូចដែលកំពុងយំនោះហើយនាងបានប្រាប់ថាខ្លួនមានឈ្មោះទីអាណាអូលក្រេនក្មេងស្រីតូចរូបនេះបាននិយាយថានាងបានវង្វេងបាត់បងស្រីហើយរកមិនឃើញតតែសោះក្មេងស្រីបន្លំខ្លួនឈ្មោះលីលីក៏បានស្ម័គ្រចិត្តជួយក្មេងស្រីនោះតាមរកបងស្រីរបស់នាងខណៈពេលដែលពួកគេដើរកាត់បរិវេណសាលា Dion Academy រូបរាងដ៏តាក់ទាញរបស់លីលីបានតាក់ទាញការចាប់អារម្មណ៍និងការកោតសរសើរពីគ្រប់សិស្សដែលពួកគេបានដើរកាត់សិស្សស្រីខ្លះថែមទាំងសន្លប់ទៀតផងនៅពេលបានឃើញសម្រស់របស់គេមិនយូរប៉ុន្មានទីអាណាក៏បានឃើញបងស្រីរបស់នាងកំពុងអង្គុយនៅក្រោមសំណង់រចនាវិកតូរីយ៉ាដ៏ប្រណិតមួយពួកគេបានដើរទៅជិតទៅនោះហើយបងស្រីដែលឈ្មោះអារីអានបានអរគុណដល់លីលីដែលបាននាំទីអាណាមកជួបនាងវិញទោះជាយ៉ាងណាក៏ដោយកែវភ្នែករបស់អារីអានគឺមុតស្រួចនិងមានការសង្ស័យនាងបានកត់សម្គាល់ថាលីលីមិនមែនជាសិស្សនៅក្នុងសាលារបស់ពួកគេឡើយហើយបានទាមទារចង់ដឹងថាតើក្មេងស្រីម្នាក់នេះគឺជាអ្នកណាឲ្យពិតប្រាកដដោយដឹងថាការបន្លំខ្លួនរបស់គេត្រូវបានលាតត្រដាងទាំងស្រុងរេក៏បានលះបង់សម្លេងមនុស្សស្រីចោលហើយសុំទោសដោយប្រើសម្លេងពិតរបស់គេដែលធ្វើឲ្យអារីអានភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មកគេបានណែនាំខ្លួនថាជា Revite មកពីសាលា Arnold Academy អារីអានក៏បានចំណាំឈ្មោះរបស់បុរសធម្មតាម្នាក់ដ៏ល្បីល្បាញដែលកំពុងបង្កការភ្ញាក់ផ្អើលនៅក្នុងរង្វង់សាលាមន្តអាគមជប៉ុនដោយមានការចាប់អារម្មណ៍ចំពោះពាក្យចាំអារ៉ាមនិងមានការកោតសរសើរចំពោះជំនាញលួចចូលរបស់គេនាងក៏បានបបួលគេប្រកួតមិត្តភាពភ្លាមនៅទីនោះតែម្ដងដែលគេក៏បានទទួលយកដោយរីករាយមួយសន្ទុះក្រោយមកពួកគេបានប្រឈមមុខគ្នាក្នុងការប្រយុទ្ធសាកល្បងអារីអានបានបង្ហាញពីល្បឿនដ៏អស្ចារ្យរបស់នាងភ្លាមដោយវាសម្រុកយ៉ាងលឿនបំផុតដែររីស្ទើរតែគេចមិនផុតនាងបានបង្វើខ្លួនហើយកាប់ម្ដងទៀតប៉ុន្តែរាល់ពេលដែលដាវរបស់ពួកគេប៉ះគ្នាគឺប៉ះចំកណ្ដាលជានិច្ចអារីអាណេមើលទៅហាក់ដូចជាអ្នកជំនាញដាវដ៏ខ្លាំងពូកែម្នាក់ហើយបន្ទាប់ពីការផ្លាស់ប្ដូរការវាយលុកមួយរយៈពេលខ្លីនាងបានបន្ទាបខ្លួនចុះទាបរួចបញ្ចេញនៅការកាប់ដ៏មានថាមពលមន្តអាគមដ៏ខ្លាំងក្លាមួយទោះបីជារីអាចការពារខ្លួនពីការវាយប្រហារនោះបានក៏ដោយក៏កម្លាំងនៃរលកបោកបក់នោះបានធ្វើឲ្យដាវរបស់គេបាក់ជាពីរដែលធ្វើឲ្យការប្រកួតត្រូវបញ្ចប់មុនកំណត់វាច្បាស់ណាស់ថាក្មេងស្រីអារីអានម្នាក់នេះគឺជាអ្នកឈ្នះប៉ុន្តែនាងប្រកាសជានឹងចាញ់វិញនៅថ្ងៃអនាគតបន្ទាប់ពីការប្រយុទ្ធនាងបានសួរថាតើរីនឹងចូលរួមក្នុងការប្រកួតដែរឬទេគេបានឆ្លើយតបថាគេនឹងមិនចូលរួមទេដោយពន្យល់ថាគោលបំណងរបស់គេគឺដើម្បីជួយមិត្តម្នាក់ហ្វឹកហាត់មិត្តម្នាក់ដែលអារីអាណេស្គាល់ច្បាស់ណាស់ភ្នែករបស់គេបានភ្លឺឡើងជាមួយនឹងតម្រុយនៃការចង់ប្រកួតប្រជែងខណៈពេលដែលគេប្រាប់នាងថាអាមេលីយ៉ាបានខ្លាយជាខ្លាំងជាងមុនជាច្រើនដងនៅពេលដែលអារីអាណេស្ដាប់យ៉ាងយកចិត្តទុកដាក់រីបានពន្យល់ថាក្នុងការប្រកួតដែលជិតមកដល់អាមេលីយ៉ានឹងខ្លាយជាអ្នកទទួលបានជ័យជំនះទោះជាយ៉ាងណាក៏ដោយអារីអាណេគ្រាន់តែញឹមប៉ុន្តែចំណាប់អារម្មណ៍របស់នាងត្រូវបានដាស់ឡើងដោយសារដំណឹងនេះដូច្នេះនាងបានប្រាប់រីថានាងកំពុងទន្ទឹងរង់ចាំការប្រយុទ្ធនោះ
នៅពេលដែលរេចាក់ចេញពីសាលាដាំ Academy មេឃក៏បានងឹតបាត់ទៅហើយតាមផ្លូវត្រឡប់ទៅវិញគេបានឃើញក្មេងស្រីសក់សំណាក់កំពុងរត់និងយំដូចជា PewDiePie បន្ទាប់ពីរឿងអាស្រូវពីអសុរោះរបស់គាត់នាងបានជំពប់ជើងដួលដោយសារទម្ងន់ខ្លួនឯងប៉ុន្តែរេបានធ្វើចលនាដូចជាជ័យកដើម្បីចាប់នាងឲ្យទាន់មុនពេលនាងបោកមុខទៅនឹងដីក្មេងស្រីនោះបានណែនាំខ្លួនឯងថាឈ្មោះ Maria Bradley ដែលជាប្អូនស្រីរបស់ Rebecca នាងមានការពិបាកចិត្តចំពោះការសម្រេចចិត្តចូលរៀននៅសាលា Orad Academy ដោយបារម្ភថាមនុស្សនៅទីនោះនឹងកាច់សាហាវប៉ុន្តែទង្វើសឹកបុរសដ៏សាមញ្ញរបស់រេបានធ្វើឲ្យនាងជឿជាក់ថាវាគឺជាកន្លែងដែលត្រឹមត្រូវសម្រាប់នាងបន្ទាប់មកនាងបានអរគុណដល់អាវុធមិនអាគមរបស់គេហើយរត់ចេញទៅជាមួយនឹងអារម្មណ៍រីករាយនៅថ្ងៃបន្ទាប់រីបាននាំក្រុមមិត្តភក្តិទាំងអស់របស់គេរួមមាន Amelia, Evie, Alisa និង Clarice ទៅជួបគ្រូរបស់គេពួកគេបានទៅដល់ផ្ទះរបស់ Lydia ហើយ Alisa មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនៅពេលដែលនាងដឹងថាគ្រូមិនអាគមដ៏ល្បីល្បាញនោះគឺជា idol ពេញមួយជីវិតរបស់នាងគឺលោកបណ្ឌិត Ainsworth ដ៏ល្បីល្បាញបន្ទាប់ពីការណែនាំខ្លួនដ៏គួរឲ្យធុញទ្រាន់ Lydia បានសុំនិយាយជាមួយ Amelia ជាឯកជននៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់មួយនាងបានផ្ដល់ទំនុកចិត្តដល់ក្មេងស្រីដែលកំពុងមានការព្រួយបារម្ភអំពីកម្លាំងផ្ទាល់ខ្លួនរបស់នាងនាងបានបង្ហើបថារីតែងតែផ្ញើសម្បត្តិមកនាងជាបន្តបន្ទាប់ដោយរៀបរាប់ពីការរីកចម្រើនរបស់ Amelia និងបង្ហាញពីការបារម្ភរបស់គេចំពោះនាងនៅពេលដែលក្មេងស្រីនោះចាប់ផ្ដើមមានអារម្មណ៍ស្និទ្ធស្នាលជាមួយនាង Lydia បានប្រាប់ Amelia ថាដើម្បីផ្លាស់ប្ដូរពិតប្រាកដនាងត្រូវតែរៀនទុកចិត្តមិត្តភក្តិរបស់នាងហើយក្នុងករណីរបស់នាងត្រូវតែទុកចិត្តរេហើយជួនកាលថែមទាំងត្រូវបម្រើអាវុធរបស់គេដោយមាត់របស់នាងទៀតផងបន្ទាប់ពីការសន្ទនាដ៏ម៉ឺងម៉ាត់នោះ Lydia បានអញ្ជើញក្មេងទាំងអស់ទៅហែទឹកនៅក្នុងអាងហែទឹកឯកជនរបស់នាងដូចជាផលិតករតន្ត្រីល្បីដែរទោះជាយ៉ាងណាក៏ដោយបរិយាកាសដ៏សប្បាយរីករាយត្រូវបានរំខានភ្លាមនៅពេលដែល Caroline ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជ័យបានបង្ហាញខ្លួនហើយបានប្រើមន្តអាគមដែលធ្វើឲ្យឈុតហែទឹករបស់គ្រប់គ្នាស្រាប់តែបាត់អស់ពីខ្លួនក្រោយមកជាការសាកល្បងចុងក្រោយរេបាននាំ Amelia ចូលទៅក្នុងព្រៃសម្រាប់ការប្រយុទ្ធសាកល្បងគ្នាមួយទល់នឹងមួយលើកនេះក្មេងស្រីរូបនេះអាចតស៊ូបានយ៉ាងល្អនិងបង្ហាញពីការរីកចម្រើនដ៏អស្ចារ្យដែលនាងសម្រេចបានក្នុងរយៈពេលប្រមាណសប្តាហ៍មកនេះនៅទីបញ្ចប់នាងថែមទាំងអាចឈ្នះក្នុងការប្រកួតហ្វឹកហាត់ជាមួយរីដែលធ្វើឲ្យទំនុកចិត្តរបស់នាងកើនឡើងយ៉ាងខ្លាំងថ្ងៃនៃព្រឹត្តិការណ៍ប្រកួត Magic Chevalier បានមកដល់នៅក្នុងផ្លូវរួមក្រោមដីនៃសង្វៀន Amelia និង Ariane បានប្រឈមមុខគ្នាភ្លាមនោះ Ariane បានហុចដៃឲ្យប៉ុន្តែភាពតានតឹងដ៏ត្រជាក់និងពោពេញដោយការគោរពបានកើតឡើងរវាងពួកគេខណៈដែលនាងបាននិយាយថានាងនឹងរងចាំ Amelia នៅក្នុងវគ្គផ្ដាច់ព្រាត់គូប្រកួតដំបូងរបស់ Amelia គឺជាក្មេងប្រុសសក់បៃតងមកពីសាលាផ្សេងដែលកាន់ដាវយ៉ាក់ដ៏ឆ្កងមួយដោយដែលបានរំពឹងទុកការប្រយុទ្ធជាមួយគូប្រកួតម្នាក់នេះបានបញ្ចប់ក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែកនាងបានគេចពីការកាប់ដ៏ធំរបស់គេយ៉ាងងាយស្រួលលោតរំលងក្បាលគេហើយនៅពេលដែលគេងាកមកនាងបានបញ្ចេញអន្ទាក់មន្តអាគមភ្លើងតូចមួយនៅលើដីវាបានផ្ទុះចំមុខរបស់គេបំផ្លាញផ្កាកុលាបនៅលើទ្រូងរបស់គេនិងទទួលបានជ័យជំនះសម្រាប់នាងខណៈពេលដែលហ្វូងមនុស្សកំពុងស្រែកហូរេបានលួចចាក់ចេញទៅកាន់បន្ទប់រងចាំដែលនៅទីនោះ Albert Lim កំពុងរៀបចំខ្លួនសំរកការប្រកួតរបស់គេដែលអភិជនដែលធ្លាប់តែមានអំណួតកាលពីមុនឥឡូវនេះបានក្លាយជាមនុស្សថ្មីដែលមានការផ្ដោតអារម្មណ៍និងមើងម៉ាត់បំផុតដោយឃើញគេកំពុងជួបការលំបាករីបានផ្ដល់ពាក្យលើកទឹកចិត្តយ៉ាងស្មោះត្រង់ទៅកាន់គេដោយប្រាប់ថាគេជឿជាក់ថា Albert មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឈ្នះនៅពេលលើបែបនេះ Albert ដែលពោពេញដោយការដឹងគុណបានអរគុណទៅកាន់គេហើយដើរតម្រង់ទៅកាន់សង្វៀនដែលគូប្រកួតរបស់គេគឺ Ariane កំពុងរងចាំការប្រយុទ្ធបានចាប់ផ្ដើមជាមួយនឹងការវាយសម្រុកយ៉ាងខ្លាំងក្លាបំផុតអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺ Albert អាចតស៊ូទប់ទល់ជាមួយ Ariane បានដោយការវាយបកទៅមកជាមួយនឹងជំនាញនិងការបដិញ្ញាចិត្តថ្មីទោះជាយ៉ាងណាក៏ដោយនៅពេលដែលក្មេងស្រីនោះបានវាយគេឲ្យដួលទៅនឹងដីគេបាននឹកឃើញដល់សម្ដីរបស់រេហើយបង្ខំចិត្តក្រោកឈរឡើងវិញ Albert បានស្ទុះចូលទៅវាយប្រហារយ៉ាងលឿនដែលធ្វើឲ្យ Ariane បាត់បង់ការប្រុងប្រយ័ត្នហើយគេថែមទាំងអាចវាយឲ្យដាវរបូតពីដៃនាងទៀតផងមួយសន្ទុះនោះមើលទៅហាក់ដូចជាគេអាចនឹងឈ្នះប៉ុន្តែនៅពេលដែលគេស្ទុះទៅវាយសម្រុកជាលើកចុងក្រោយ Ariane បានចាប់ផ្លែដាវរបស់គេដោយដៃទេរួចកាច់វាបំបាក់ជាពីរហើយដាវមួយដៃយ៉ាងទម្ងន់ទៅចំក្បាលពោះរបស់គេនេះគឺជាការបញ្ចប់ការប្រកួតជាផ្លូវការហើយនាងក៏ទទួលបានជ័យជំនះឥឡូវនេះ Albert ដេកដួលក្នុងសង្វៀនខណៈដែលសម្លេងហូរកញ្ជ្រៀវរបស់ហ្វូងមនុស្សហាក់ដូចជាស្ថិតនៅឆ្ងាយនិងគ្មានន័យសម្រាប់គេក្រោយមកនៅពេលដែលព្រឹត្តិការណ៍ពេញមួយថ្ងៃបានបញ្ចប់រេបានដើរកាត់តាមច្រកផ្លូវដ៏ស្ងប់ស្ងាត់និងពោពេញដោយស្រមោលដោយមិនដឹងខ្លួនមានរូបរាងអាចកំបាំងម្នាក់កំពុងតាមដានគេពីចម្ងាយមុនពេលរលាយបាត់ទៅក្នុងភាពងឹតវិញខណៈពេលដែលរីដើរកាត់ច្រកផ្លូវនោះគេមានអារម្មណ៍ថាមានគេតាមដានគេថែមទាំងចាប់អារម្មណ៍ឃើញមានស្លឹកស្ពណ៌ស្វាយនៅលើដីទៀតផងប៉ុន្តែមុនពេលការប្រជុំមុខគ្នាអាចកើតឡើងលេចដែលជាប្រធានក្លឹបស្រាវជ្រាវបរិស្ថានដ៏មានសាច់ដុំបានចេញពីស្រមោលបន្ទាប់មកគេបាននាំរីចូលទៅក្នុងបន្ទប់មួយដែលមានរូបរាងដូចជាប្រាសាទរបស់ពូទីនវាគឺជាបន្ទប់ប្រជុំឯកជនមួយដែលនាយកសាលាអាប៊ីខាឡាដែលជាអ្នកបម្រើនឹងការ៉ូលកំពុងរងចាំជាស្រេចដោយមានបរិបទពាក់ម៉ាស់ក្នុងឯកសណ្ឋានជាច្រើនអ្នកឈរអំសងខាងរីមានការភ័ន្តច្រឡំចំពោះការជួបជុំដ៏សម្ងាត់ខុសធម្មតានេះប៉ុន្តែគោលបំណងត្រូវបានបញ្ជាក់យ៉ាងច្បាស់ភ្លាមខាឡាបានបង្ហើបពីអត្តសញ្ញាណពិតរបស់នាងនិងលេចគឺជាបងប្អូននឹងគ្នាហើយជាសមាជិកនៃគ្រួសារហៃដ៏មានកិត្យានុភាពដែលជាខ្សែស្រឡាយបម្រើការងារជាទីភ្នាក់ងារសម្ងាត់របស់ព្រះរាជាណាចក្រជាច្រើនជំនាន់មកហើយលេចក្នុងតួនាទីរបស់គេគឺជាប្រធានសន្តិសុខសិស្សដែលបានធ្វើការជាមួយពួកគេខណៈពេលដែលរីកំពុងឆ្ងល់ថាតើក្មេងស្រីទាំងនេះកំពុងនិយាយពីអ្វីអាប៊ីបានពន្យល់ពីមូលហេតុនៃកិច្ចប្រជុំនេះវាប្រែថាពួកគេមានព័ត៌មានសម្ងាត់ថាអង្គការដ៏គ្រោះថ្នាក់មួយដែលគេស្គាល់ថា Grim Reaper បានជ្រៀតចូលក្នុងការប្រកួតនេះដោយសារហេតុផលសាច់រឿងខ្លះគោលដៅចម្បងរបស់ពួកគេគឺដើម្បីចាប់ខ្លួនឬធ្វើឃាតកូនស្រីរបស់គ្រួសារអភិជនធំទាំង3អាប៊ីបានប្រមានរីឲ្យមានការប្រុងប្រយ័ត្នខ្ពស់ហើយឈប់ថែទាំអាវុធរបស់គេពី3ថ្ងៃសិនហើយលេចសន្យាថានឹងផ្ដល់ការគ្រប់គ្រងនៅពេលដល់ពេលរីយល់ពីភាពធ្ងន់ធ្ងរនៃស្ថានភាពហើយបានបដិញ្ញាការពារ Amelia ពីពួក Grim Reaper យប់នោះខណៈពេលដែល Evie កំពុងដេកលក់យ៉ាងស្កប់ស្កល់រីបានសម្លឹងមើលទៅក្រៅបង្អួចដោយឆ្ងល់ថាហេតុអ្វីបានជាគេត្រូវខ្លាចជាអ្នកការពារគ្រប់គ្នាដូចជាគេជាព្រះយេស៊ូវអីចឹងទន្ទឹមនឹងនោះនៅក្នុងបន្ទប់ឯកជនរបស់នាង Amelia កំពុងរងទុក្ខដោយការថប់បារម្ភគំនិតនៃការប្រឈមមុខជាមួយ Ariane ក្នុងវគ្គផ្ដាច់ព្រាត់បានធ្វើឲ្យនាងពោពេញដោយការភ័យខ្លាចចំពោះការបរាជ័យមិត្តភក្តិរបស់នាងគឺ Alisa និង Clarice បានចែករំលែកការព្រួយបារម្ភរបស់ពួកគេជាមួយរីដោយប្រាប់គេថានាងបានចាក់សោកខ្លួនឯងនៅក្នុងបន្ទប់និងបដិសេធមិននិយាយជាមួយនរណាម្នាក់ឡើយនៅក្នុងទីលានប្រកួត Rebecca ទើបតែឈ្នះការប្រកួតហើយហ្វូងមនុស្សបានស្រែកហូយ៉ាងខ្លាំងចំណែកឯ Ariane វិញកំពុងហ្វឹកហាត់យ៉ាងខ្លាំងក្លាបំផុតនៅក្នុងបន្ទប់ហ្វឹកហាត់ឯកជននាងបានបញ្ចេញការវាយលុកដោយការទាត់និងដើរយ៉ាងសាហាវទៅលើបាវខ្សាច់ថាំពោរបស់នាងខ្លាំងក្លារហូតដល់ការវាយចុងក្រោយធ្វើឲ្យបាវខ្សាច់ផ្ទុះបែកខ្ទេច
ភ្លាមនោះឪពុកដែលមានរូបរាងប្លែករបស់នាងបានចូលមកហើយសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាងដោយបង្ហាញពីក្តីសង្ឃឹមថានាងនឹងមានភាពសាហាវឃោរឃៅដូចគ្នានេះដែរនៅពេលប្រកួតជាមួយអាមេលីយ៉ាជាមួយនឹងទឹកមុខដ៏បដិញ្ញាចិត្តនិងរូបរាងដ៏រឹងមាំអារ៉េអានសន្យាជាមួយគាត់ថានាងនឹងឈ្នះមិនថាមានរឿងអ្វីកើតឡើងក៏ដោយយប់នោះរីសម្រេចចិត្តថាគេត្រូវតែធ្វើអ្វីមួយចំពោះស្ថានភាពផ្លូវចិត្តដែលកំពុងដុនដាបរបស់អាមេលីយ៉ាគេបានទៅកាន់បន្ទប់ស្នាក់នៅរបស់នាងហើយឈរនៅខាងក្រៅទ្វារដែលចាក់សោគេមិនបានគូសទ្វារទេប៉ុន្តែបែរជានិយាយទៅកាន់នាងតាមរយៈទ្វារឈើគេបានសារភាពថាកាលពីគេជួបនាងដំបូងគេខ្លាចក្នុងការជិតស្និទ្ធខ្លាំងពេកឬខ្លាចក្នុងការបើកចិត្តឲ្យនរណាម្នាក់ចូលមកដូច្នេះគេបានរក្សាគម្លាតប៉ុន្តែឥឡូវនេះគេចង់យល់ពីអ្វីដែលនាងកំពុងលាក់ទុកក្នុងខ្លួននិងភាពភ័យខ្លាចដែលនាងកំពុងលាក់បាំងរៃប្រាប់នាងថាគេត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងការភ័យខ្លាចទាំងនោះជាមួយនាងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺពាក្យលើកទឹកចិត្តដ៏ស្មោះត្រង់របស់គេបានទម្លុះរបាំងការពីចិត្តរបស់នាងទ្វារបានបើកហើយអាមេលីយ៉ាបានអញ្ជើញមនុស្សចម្លែកម្នាក់នេះចូលក្នុងបន្ទប់របស់នាងនៅពេលដែលអ្នកទាំងពីរចាប់ផ្ដើមជាគ្នានាងក៏បានលះបង់ភាពរឹងមាំខាងក្រៅចោលហើយសារភាពពីអារម្មណ៍អស់សង្ឃឹមរបស់នាងអាមេលីយ៉ាពន្យល់ថាជីវិតរបស់នាងពេញមួយជីវិតគឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះជាការតស៊ូជានិច្ចដើម្បីបំពេញតាមការរំពឹងទុកដែលមិនអាចទៅរួចដែលគេដាក់មកលើនាងខណៈពេលដែលនាងកាន់ទុកតាតូចមួយនោះអាមេលីយ៉ាប្រាប់គេថាទោះបីជានាងខំប្រឹងយ៉ាងណាក៏ដោយក៏នាងនៅតែមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃបើធៀបនឹងមនុស្សដូចជាគេនិងអារ៉េអាណេនាងចាត់ទុកការឈ្នះការប្រកួតនេះថាជាឱកាសតែមួយគត់ដើម្បីក្លាយជាមនុស្សដែលមានតម្លៃប៉ុន្តែនាងជឿជាក់ថាខ្លួនឯងមិនអាចយកឈ្នះគូប្រជែងរបស់នាងបានឡើយបន្ទាប់មកជាមួយនឹងទឹកភ្នែកក្នុងកែវភ្នែកអាមេលីយ៉ាបានសួរគេថាតើអត្ថន័យនៃជីវិតរបស់នាងគឺជាអ្វីបើនាងមិនអាចតាមទាន់មិត្តភក្តិនិងមិត្តរួមការងាររបស់នាងបានរ៉េបានស្ដាប់ការព្រួយបារម្ភរបស់នាងយ៉ាងអត់ធ្មត់មុនពេលប្រាប់នាងថាជីវិតខ្លួនឯងគឺមិនមានអត្ថន័យពីកំណើតមកនោះទេគេបានចាប់ដៃនាងហើយពន្យល់ថាមូលហេតុដែលត្រូវរស់នៅគឺជាអ្វីដែលមនុស្សបង្កើតឡើងជាមួយគ្នាតាមរយៈការចែករំលែកសេចក្តីសុខនិងសេចក្តីទុក្ខតាមរយៈការសើចនិងការយំជាមួយមិត្តភក្តិសម្ដីលើកទឹកចិត្តរបស់គេនៅទីបំផុតបានជ្រាបចូលដល់ចិត្តនាងបានទន់ខ្លួនមកក្នុងរង្វង់ដៃរបស់គេយំយ៉ាងខ្លាំងហើយកាន់ដៃគេពេញមួយយប់ដោយមិនព្រមលែងឡើយខណៈពេលដែលរីអង្គុយនៅក្បែរនាងគេនឹកឃើញដល់ការហ្វឹកហាត់ប្រយុទ្ធចុងក្រោយរបស់ពួកគេនៅក្នុងព្រៃគេនឹកឃើញពីរបៀបដែលក្នុងគ្រាដ៏អស់សង្ឃឹមអាមេលីយ៉ាបានដាស់ធម្មពលថ្មីមួយគឺជាមន្តអាគមក្នុងរូបភាពមេអំបៅដែលបានដុតបំផ្លាញផ្កាកុលាបនៅលើទ្រូងរបស់គេនិងបំបែកម៉ាស់របស់គេភ្លាមទង្វើដ៏អស្ចារ្យនោះបានធ្វើឲ្យគេជឿជាក់ថាអាមេលីយ៉ាអាចយកឈ្នះនរណាក៏បានហើយគេក៏បានបញ្ជាក់ពីជំនឿចិត្តរបស់គេចំពោះសមត្ថភាពរបស់នាងក្នុងនាមជាអ្នកប្រយុទ្ធថ្ងៃនៃការប្រកួតវគ្គផ្ដាច់ព្រាត់បានមកដល់ហើយភោគីឡដ្ឋានពោពេញទៅដោយមនុស្សកកុញមិត្តភក្តិរបស់អាមេលីយ៉ាមានការព្រួយបារម្ភថានាងអាចនឹងចាញ់ការប្រកួតប៉ុន្តែរីបានផ្ដល់ទំនុកចិត្តដល់ពួកគេថាគេបានក៏បណ្ដុះបណ្ដាលរឿងជាច្រើនដល់នាងកាលពីយប់មិញមួយសន្ទុះក្រោយមកអាមេលីយ៉ានិងអារ៉េអានបានប្រឈមមុខគ្នានៅចំកណ្ដាលសង្វៀនអារ៉េអានដែលពោពេញដោយទំនុកចិត្តបានប្រាប់មិត្តចាស់របស់នាងឲ្យចុះចាញ់ប៉ុន្តែអាមេលីយ៉ាបានប្រាជ្ញាថានឹងយកឈ្នះនាងឲ្យបានជាមួយនឹងពាក្យសម្ដីនេះការប្រកួតក៏បានចាប់ផ្ដើមជាផ្លូវការអារ៉េអានបានបាញ់ចេញមិនអាគមភ្លេចបន្ទោរបស់នាងភ្លាមដោយក្រវែងដាវរបស់នាងសម្ដៅទៅរកអាមេលីយ៉ាបន្ទាប់មកនាងបាន teleport ទៅពីក្រោយរួចដាវមួយដៃយ៉ាងទម្ងន់ដែលធ្វើឲ្យអាមេលីយ៉ាខ្ទាតពេញសង្វៀនទោះជាយ៉ាងណាក៏ដោយអាមេលីយ៉ាបដិសេធមិនព្រមបោះបង់ឡើយទន្ទឹមនឹងនោះលេចបានដើរមកជិតរ៉េជាមួយនឹងដំណឹងបន្ទាន់មួយសិស្សចំនួន8នាក់មកពីគ្រួសារអភិជនត្រូវបានគេចាប់ពង្រត់ហើយក្នុងនោះក៏មានក្លារីសផងដែររ៉េបានប្រាប់លេចភ្លាមថាគេនឹងទៅរុករកនៅជាន់ក្រោមដីនៃសង្វៀនដើម្បីស្វែងរកសិស្សទាំងនោះនិងដាក់ទណ្ឌកម្មពួកដែលបង្កបញ្ហាដល់គេឲ្យរៀងចាត្រឡប់មកក្នុងសង្វៀនវិញអារ៉េអាននៅតែបន្តការវាយសម្រុករបស់នាងខណៈពេលដែលអាមេលីយ៉ាកំពុងត្រដកខ្យល់សម្លេងរបស់រ៉េបានបន្លឺឡើងក្នុងចិត្តរបស់នាងដោយប្រាប់នាងថាគេជឿជាក់លើនាងក្នុងពេលជាមួយគ្នានោះរ៉េបានរកឃើញសិស្សដែលត្រូវបានចាប់ពង្រត់នៅក្រោមដីដែលពួកគេទាំងអស់សុទ្ធតែសន្លប់បាត់ស្មារតីនៅពេលដែលគេដាស់ក្លារីសឲ្យភ្ញាក់រនាំងមន្តអាគមរំខានមួយស្រាប់តែលេចឡើងជុំវិញពួកគេចាប់ពួកគេឲ្យជាប់នៅទីនោះឥឡូវនេះពួកគេត្រូវបានឡោមព័ទ្ធដោយពួកគ្រីមរីភឺដ៏កំណាចទោះជាយ៉ាងណាក៏ដោយក្នុងនាមជាអ្នកប្រយុទ្ធម្នាក់រីបានទទួលខុសត្រូវនឹងចាប់ផ្ដើមវាយត្បិតជាមួយពួកបិសាចទាំងនេះការប្រយុទ្ធនៅក្នុងសង្វៀនកាន់តែមានភាពខ្លាំងក្លាឡើងអារ៉េអាណេបានបញ្ចេញមន្តអាគមចុងក្រោយរបស់នាងខណៈដែលធម្មពលរបស់នាងកើនឡើងដល់កម្រិតដ៏អស្ចារ្យអាមេលីយ៉ាស្ទើរតែទប់ទល់មិនជាប់ប៉ុន្តែអារ៉េអាណេបានធ្វើចលនាដូចជាភ្លេចបន្ទោវាយផ្ដួលអាមេលីយ៉ាម្ដងហើយម្ដងទៀតឆ្អឹងគ្រប់កន្លែងក្នុងរាងកាយរបស់នាងមានការឈឺចាប់ហើយនាងមានអារម្មណ៍ថាស្មារតីរបស់នាងចាប់ផ្ដើមរលត់បាត់បន្តិចម្ដងប៉ុន្តែនៅពេលដែលភាពអស់សង្ឃឹមចូលមកដល់រូបភាពមុខមិត្តភក្តិរបស់នាងបានលេចឡើងចំពោះមុខពីមាត់ច្រកចូលសង្វៀននាងបានឮសំឡេងដ៏ខ្លាំងរបស់រ៉េសហៅឈ្មោះនាងនិងជំរុញឲ្យនាងក្រោកឈរឡើងភ្លាមនោះអ្វីម្យ៉ាងនៅក្នុងខ្លួននាងបានភ្ញាក់ដឹងខ្លួនពន្លឺពណ៌ក្រហមបានភ្លឺឡើងក្នុងភ្នែករបស់នាងហើយនាងបានបញ្ចេញមន្តអាគមមួយរំពេចនោះកាំរស្មីធម្មពលដ៏ខ្លាំងក្លាដែលពោពេញដោយមេអំបៅពណ៌ផ្កាឈូកបានផ្ទុះឡើងជុំវិញខ្លួននាងវាគឺជាធម្មពលការពារដែលគ្រប់ដណ្ដប់ពេញភោគីឡដ្ឋានទាំងមូលអារ៉េអាណេបានបញ្ឈប់ការវាយប្រហាររបស់នាងទឹកមុខរបស់នាងពោពេញដោយភាពភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញធម្មពលអាចកំបាំងនិងដ៏លើសលប់នេះអាមេលីយ៉ាបានឈរនៅកណ្ដាលរស្មីធម្មពលពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាតនាងបានក្លាយជាមនុស្សដែលនរណាក៏មិនអាចប៉ះពាល់បានពីបន្ទប់អត្ថាធិប្បាយខារ៉ូបានកំណត់អត្តសញ្ញាណធម្មពលនោះថាជាការជ្រៀតជ្រែកគំនិតគឺ concept interference ដែលជាមន្តអាគមដ៏កំបោរបំផុតនាងពន្យល់ថាវាអនុញ្ញាតឲ្យអាមេលីយ៉ាគ្រប់គ្រងលើហេតុនិងផលដោយអាចលុបចោលរាល់សកម្មភាពរបស់អារ៉េអានមុនពេលវាកើតឡើងទៅទៀតទន្ទឹមនឹងនោះនៅលើទីលានប្រកួតអារ៉េអានបដិសេធមិនជឿថាមិត្តរបស់នាងខ្លាំងជាងនាងឡើយនាងបន្តការវាយប្រហារដែលឥឡូវនេះគ្មានប្រយោជន៍អ្វីទាំងអស់ដើម្បីធ្វើបាបអាមេលីយ៉ាភ្លាមនោះអាមេលីយ៉ាបានបញ្ជូនមេអំបៅតែមួយគត់សម្ដៅទៅរកនាងហើយមួយប៉ព្រិចភ្នែកក្រោយមកកាប់ទុះមួយបាត់ធ្វើឲ្យអារ៉េអានខ្ទាតទៅលើដីទោះជាយ៉ាងណាក៏ដោយការប្រើប្រាស់ធម្មពលថ្មីនេះបានធ្វើឲ្យប៉ះពាល់ដល់រាងកាយអាមេលីយ៉ាយ៉ាងខ្លាំងឈាមបានចាប់ផ្ដើមហូរចេញពីច្រមុះរបស់នាងដែលជាសញ្ញាច្បាស់ថាខួរក្បាលមន្តអាគមរបស់នាងកំពុងធ្វើការលើសកម្រិតហើយនាងចិត្តនឹងដួលសន្លប់ហើយប៉ុន្តែនាងបដិសេធមិនដកថយឡើយអារ៉េអានដែលមានការប្រាជ្ញាចិត្តខ្ពស់ដូចគ្នាបានក្រោកឈរឡើងហើយពួកគេបានស្ទុះចូលរកគ្នាអ្នកទាំងពីរបានផ្លាស់ប្ដូរការវាយត្បិតគ្នាយ៉ាងខ្លាំងក្លាខណៈដែលគ្រប់គ្នានៅក្នុងភោគីឡដ្ឋានកំពុងឈរមើលដោយភាពរំភើបក្មេងស្រីទាំងពីរបានប្រយុទ្ធគ្នាយ៉ាងសាហាវជាមួយនឹងកម្លាំងចុងរយដែលនៅសេសសល់ពួកគេបានស្ទុះទៅមុខសម្រាប់ការប៉ះទង្គិចគ្នាជាលើកចុងក្រោយដែលបង្កឲ្យមានពន្លឺពណ៌ដ៏ស្ងប់ស្ងាត់មួយលេចឡើងមួយសន្ទុះក្រោយមកអារ៉េអានបានដឹងខ្លួនឡើងវិញហើយឃើញថាក្បាលរបស់នាងកំពុងសម្រាកនៅលើភ្លៅរបស់អាមេលីយ៉ាការប្រកួតបានបញ្ចប់ហើយនាងគឺជាអ្នកចាញ់ទោះបីជាត្រូវបរាជ័យក៏ដោយនាងបានសរសើរមិត្តរបស់នាងថាឥឡូវនេះនាងខ្លាំងប៉ុណ្ណានៅពេលលើបែបនេះអាមេលីយ៉ាបានយំដោយក្តីរំភើបហើយនិយាយថាជ័យជំនះរបស់នាងគឺបានមកពីមិត្តភក្តិដែលជឿជាក់លើនាងប៉ុន្តែនាងបានសារភាពថាអារ៉េអានគឺជាមូលហេតុពិតប្រាកដដែលធ្វើឲ្យនាងខិតខំប្រឹងប្រែងដើម្បីឲ្យកាន់តែប្រសើរឡើងអារ៉េអានក៏បានសារភាពដែរថាភាពតឹងរ៉ឹងរបស់នាងពីមុនមកគឺគ្រាន់តែជាការព្យាយាមធ្វើខ្លួនវាខ្លាចជាគំរូដ៏ល្អសម្រាប់អាមេលីយ៉ាប៉ុណ្ណោះ
នៅពេលដែលការពិតត្រូវបានលាតត្រដាងក្មេងស្រីទាំងពីរបានសម្រុះសម្រួលគ្នាទាំងទឹកភ្នែកនិងអបគ្នាដោយការពីពួកគេនៅក្មេងជាមួយនឹងការជួបជុំគ្នាដ៏កក់ក្ដៅនេះអារីអានបានលើកដៃអាមេលីយ៉ាឡើងជាអ្នកឈ្នះហើយអ្នកអត្ថាធិប្បាយបានប្រកាសនាងថាជាម្ចាស់ជើងឯកនៃការប្រកួតវគ្គសិស្សថ្មីភូកីឡាដ្ឋានទាំងមូលបានផ្ទុះការស្រែកហូតកញ្ជ្រៀវសម្រាប់អ្នកប្រយុទ្ធដ៏ក្លាហានទាំងពីរហើយសូម្បីតែឪពុករបស់អារីអានក៏បានទេដៃដោយស្ទាក់ស្ទើរពីកន្លែងអង្គុយរបស់គាត់ដែរនៅតាមជ្រកកបៀងឪពុករបស់ពួកគេទាំងពីរបានជួបគ្នាឪពុករបស់អាមេលីយ៉ាដែលតែងតែមានមុខមាំនិងមុំម៉ៅបានរអ៊ូតំថានាងគួរតែអាចធ្វើបានល្អជាងនេះប៉ុន្តែឪពុករបស់អារីអានបានប្រាប់គាត់ឲ្យចេះសប្បាយចិត្តខ្លះផងបន្ទាប់មករីបានទៅសួរសុខទុក្ខអាមេលីយ៉ានៅក្នុងបន្ទប់សង្គ្រោះដែលរាងកាយនាងនៅមានការឈឺចាប់នៅឡើយនាងបានប្រាប់គេថាទោះបីជាការហ្វឹកហាត់របស់គេសាហាវខ្លាំងក្លាក៏ដោយក៏នាងត្រេកអរដែលវាមិនមែនជាការខាតបង់ពេលវេលានៅពេលនឹកឃើញដល់យប់ដែលគេបានចំណាយពេលនៅក្នុងបន្ទប់របស់នាងអាមេលីយ៉ាចាប់ផ្ដើមអៀនក្រហមមុខនាងបានសួរថាតើគេបានដឹងពីធម្មពលសម្ងាត់របស់នាងតាំងពីដំបូងមែនទេប៉ុន្តែរីបញ្យល់ថាគេគ្រាន់តែមានអារម្មណ៍ដឹងពីធម្មពលមេអំបៅដំហិមារបស់នាងប៉ុណ្ណោះតែមិនដឹងច្បាស់ពីលំអិតនៃមន្តអាគមនោះឡើយបន្ទាប់មករីបានអបអរសាទរចំពោះជ័យជំនះរបស់នាងដោយប្រាប់ថាក្នុងខណៈដែលដុំសិល្បៈគឺទទួលបានពីដំពូជប៉ុន្តែជ័យជំនះរបស់នាងគឺកើតចេញពីការខិតខំប្រឹងប្រែងដោយខ្លួនឯងពិតអ្នកទាំងពីរបានចាប់ដៃគ្នាដូចជាការប្រជុំធុរកិច្ចដែលធ្វើឲ្យបរិយាកាសប្រែជាឆ្កងសម្រាប់ពួកគេទាំងពីរក្រោយមកអាមេលីយ៉ាបានដកដង្ហើមធំដោយក្តីរីករាយនឹងជីវិតរបស់នាងនៅទីបំផុតនាងបានដើរលេងជាមួយមិត្តភ័ក្តិនៅក្នុងបរិវេណសាលាដោយមានទំនុកចិត្តពេញទំហឹងក្នុងការធ្វើជាមិត្តរបស់ពួកគេនៅថ្ងៃបន្ទាប់ហូកីឡាដ្ឋានពោពេញទៅដោយមនុស្សសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ដ៏ធំ Rebecca Bradley និងអ្នកប្រយុទ្ធអាថ៌កំបាំងម្នាក់ឈ្មោះ Lucas Forrest ត្រូវប្រជុំមុខគ្នាដោយហេតុផលខ្លះរីមានអារម្មណ៍ថាមានអ្វីមិនស្រួលកើតឡើងព្រោះមានតួអង្គចម្លែកជាច្រើននៅក្នុងសង្វៀននៅពេលការប្រកួតចាប់ផ្ដើម Lucas បានបោះជំហានតែមួយជំហាននិងបញ្ចេញបច្ចេកទេសសម្ងាត់ទី8ដែលធ្វើឲ្យសង្វៀនទាំងមូលធ្លាក់ក្នុងភាពងឹតសូន្យអឈឹងមុនពេលនរណាម្នាក់អាចដឹងខ្លួនពន្លឺបានត្រឡប់មកវិញហើយបង្ហាញថាផ្កាកុលាបរបស់ Rebecca រើបានកំទេចបាត់ទៅហើយការប្រយុទ្ធបានបញ្ចប់ក្នុងរយៈពេលមិនដល់2វិនាទីផងដែលធ្វើឲ្យគ្រប់គ្នាក្នុងភូកីឡាដ្ឋានស្រឡាំងកាំងជាខ្លាំងនៅពេល Lucas សុកដាវចូលក្នុងស្រោមវិញគេត្រូវបានប្រកាសជាផ្លូវការថាជាម្ចាស់ជើងឯកនៃការប្រកួតខណៈពេលដែលគេដើរកាត់ផ្លូវរួមក្រំដីគេបានដើរកាត់រីហើយបានហៅគេថាជាគ្រូមន្តអាគមដាវទឹកកករីក៏បានទទួលស្គាល់គេវិញថាជាគ្រូមន្តអាគមដាវឥតទឹមថ្មីដែលជាងារត្រូវបានបន្តវេនដូចជារបស់គេដែររីបានសួរថាហេតុអ្វីបានជាគេមកប្រកួតក្នុងកម្មវិធីសិស្សបែបនេះហើយ Lucas បានបង្ហើបថាវាគ្រាន់តែជាការបង្ហាញសមត្ថភាពឲ្យរេបានឃើញប៉ុណ្ណោះបន្ទាប់មកគេបានដាក់ការប្រកួតប្រជែងមួយដោយប្រាប់ថាពួកគេនឹងប្រយុទ្ធគ្នានៅក្នុងរយៈពេល1ឆ្នាំទៀតដើម្បីបញ្ជាក់ថាអ្នកណាពិតជាអ្នកដែលខ្លាំងបំផុតទន្ទឹមនឹងនោះនៅផ្នែកខាងក្រោមដីអាប៊ីការ៉ូនិងលីឌីយ៉ាកំពុងស៊ើបអង្កេតពួកគ្រីមរីភឺដែលចាប់បានពួកគេបានឃើញពួកបិសាចទាំងនោះត្រូវបានគេចង់ដូចជាបាវដំឡូងហើយកំពុងភ័យខ្លាចការត្រូវគេយកទៅស្ងោរទាំងរស់នៅពេលការ៉ូឃើញពួកគេនាងបានប្រើមន្តអាគមដាក់ស្នេហ៍ដើម្បីដាក់ស្មារតីពួកគេប៉ុន្តែនៅពេលដែលក្មេងស្រីដែលគួរឲ្យរំខានម្នាក់នេះបញ្ជាឲ្យពួកគេប្រាប់អាថ៌កំបាំងក្បាលរបស់ពួកគេក៏បានផ្ទុះឡើងដែលបង្ហាញថាមាននរណាម្នាក់បានដំឡើងប្រព័ន្ធការពារមន្តអាគមទុកជាមុនការ៉ូត្រូវបានរលកផ្ទុះបបបន្តិចខណៈពេលដែលអាប៊ីមានការខឹងសម្បារដែលពួកគេបានបាត់បង់តម្រុយតែមួយគត់នៅពេលការប្រកួតចប់សពគ្រប់អាប៊ីបានមកដល់សង្វៀននិងថ្លែងទៅកាន់ហ្វូងមនុស្សនាងបានប្រាប់សិស្សរបស់នាងថាការប្រយុទ្ធគ្នានៅក្នុងសង្វៀននេះគឺជារឿងដែលល្ងង់ខ្លៅបំផុតហើយពួកគេមិនគួរវិតម្លៃខ្លួនឯងខ្ពស់ពេកនោះទេក្រោយមកសាលាក៏ចាប់ផ្ដើមត្រៀមរៀបចំសម្រាប់ពិធីបុណ្យវប្បធម៌ក្នុងអំឡុងពេលប្រជុំក្នុងថ្នាក់រីបានស្នើឲ្យពួកគេបើកហាងកាហ្វេអ្នកបម្រើ Maid Cave គំនិតនេះត្រូវបានបដិសេធភ្លាមពីសំណាក់ពួកអភិជនដែលយល់ថាវាជាការបន្ទាបបន្ថោកតាមពិតទៅគំនិតនេះគឺជាការចង់បានរបស់អាមេលីយ៉ានាងបានជេរជាមួយរីដោយរៀបរាប់យ៉ាងរ៉ាមែនទេថាអ្នកបម្រើគឺជាតំណាងនៃភាពថ្លៃថ្នូរនិងភាពស្មោះត្រង់រួមទាំងការនិយាយដល់សម្ពុតខ្លីរបស់ពួកគេផងដែរការគិតដល់ខាឡាក្នុងឯកសណ្ឋានអ្នកបម្រើបានធ្វើឲ្យរីសម្រេចចិត្តភ្លាមក្នុងការគ្រប់គ្រងផែនការនេះឥឡូវនេះគេបានថ្លែងសន្ទរកថាដ៏ពោពេញដោយចំណេះចង់អំពីរបៀបដែលវានឹងក្លាយជាបដិវត្តសម្រាប់ពួកគេក្នុងការទទួលយកតួនាទីនេះអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺការជែកដេញដោលរបស់គេត្រូវបានគ្រប់គ្រងយ៉ាងខ្លាំងនៅពេលដែលការ៉ូបង្ហាញខ្លួនក្នុងឈុតអ្នកបម្រើដ៏គួរឲ្យស្រឡាញ់ដោយឃើញនាងស្លៀកពាក់ស្អាតបែបនេះសិស្សប្រុសទាំងអស់នៅក្នុងថ្នាក់បានព្យាយាមទប់អារម្មណ៍របស់ពួកគេយ៉ាងខ្លាំងហើយជាមួយនឹងការយល់ព្រមជាសមូហភាពផែនការនេះត្រូវបានចាត់ទុកថាជាផ្លូវការខណៈពេលដែលរេនិងអាមេលីយ៉ាអបអរសាទរជោគជ័យរបស់ពួកគេនៅតាមច្រកកបៀងឌីណាបានដើរមកជិតពួកគេជាមួយនឹងដំណឹងដ៏រន្ធត់មួយនាងប្រាប់ពួកគេថារេបេកាទើបតែត្រូវបានគេភ្ជាប់ពាក្យឲ្យរីសម្លឹងទៅក្រៅបង្អួចហើយឃើញរេបេកាកំពុងដើរបណ្ដើរគ្នាជាមួយបុរសម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណរឿងរ៉ាវនៅពីក្រោយការភ្ជាប់ពាក្យភ្លាមរបស់រេបេកាបានចាប់ផ្ដើមនៅក្នុងបន្ទប់ដ៏ងឹតមួយដែលឪពុករបស់នាងបានចុះហត្ថលេខាលើកិច្ចសន្យាឈាមជាមួយបុរសម្នាក់ឈ្មោះ Evan Bernstein ដោយសារនេះជារឿងឯណៃមន្តអាគមកិច្ចព្រមព្រៀងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងសញ្ញាមន្តអាគមដ៏ស័ក្តិសិទ្ធិ Evan បានផ្ដល់ការធានាយ៉ាងខ្លាំងក្លាថាកូនស្រីរបស់គាត់នឹងមានសុវត្ថិភាពនៅកន្លែងផ្សេងទៀតបិសាចមានរយៈសក់ពណ៌ផ្កាឈូកដ៏គួរឲ្យខ្ពើមម្នាក់ដែលគេស្គាល់ថា Cluton Glutton កំពុងបឺតស្រូបយកធម្មពលជីវិតរបស់គ្រូមន្តអាគមដែលចាញ់ម្នាក់នៅពេលវាក្រវែងសាកសពដែលគ្មានវិញ្ញាណនោះចោលគ្រូមន្តអាគមពាក់ម៉ាស់អាថ៌កំបាំងម្នាក់ក៏បង្ហាញខ្លួនគ្រូមន្តអាគមរូបនោះមើលទៅដូចជា Darth Vader ក្នុងវ័យជំទង់បានសើចចំអកឲ្យ Cluton ចំពោះវិធីសាស្ត្រដ៏ប្រៃផ្សៃមុននឹងប្រើដៃមន្តអាគមដើម្បីឆ្កេះយកខួរក្បាលរបស់គ្រូមន្តអាគមដែលស្លាប់នោះបន្ទាប់មកគេបានបង្ហើបពីផែនការដ៏ធំរបស់គេក្នុងការស្វែងរកគ្រូកាយគូដើម្បីឡើងទៅកាន់ចំណុចកំពូលនៃអង្គការរបស់គេដែលមានឈ្មោះថា Eugenics គេបានពន្យល់យ៉ាងលម្អិតនិងគួរឲ្យព្រឺសម្បត្តិថារូបកាយដែលគេកំពុងស្វែងរកនោះគឺ Rebecca Bradley ព្រឹកបន្ទាប់នៅសាលារីបានដើរទៅរករេបេកាហើយបានអបអរសាទរនាងដោយសុជីវធម៌ចំពោះការភ្ជាប់ពាក្យនាងមើលទៅហាក់ដូចជានៅឆ្ងាយនិងមិនសប្បាយចិត្តប៉ុន្តែនាងបានព្យាយាមលាក់បាំងភាពទុក្ខសោករបស់នាងនៅពេលរេសួរអំពីការរៀនសូត្ររេបេកាបានធានាដល់គេថានាងនឹងបន្តមករៀនរហូតដល់បញ្ចប់ការសិក្សាអ្នកទាំងពីរបានចាប់ដៃគ្នាជំនួសឲ្យការបង្ហាញក្តីស្រឡាញ់ដាក់គ្នាទន្ទឹមនឹងនោះការរៀបចំសម្រាប់ហាងកាហ្វេអ្នកបម្រើ Maid Cave កំពុងដំណើរការយ៉ាងពេញទំហឹងអាមេលីយ៉ាកំពុងបង្អាប់អាលីសាដែលកំពុងរុញរានិងព្យាយាមបញ្ចុះបញ្ចូលនាងឲ្យលៀកជុតអ្នកបម្រើអាលីសាមានអារម្មណ៍ថាវាសិចស៊ីពេកហើយនាងបានសុំឲ្យរេជួយប៉ុន្តែការសុំជំនួយរបស់នាងគឺគ្មានប្រយោជន៍ឡើយព្រោះបរិសុទ្ធរូបនេះបានចូលដៃជាមួយអាមេលីយ៉ាបាត់ទៅហើយគេថែមទាំងព្យាយាមបញ្ចុះបញ្ចូលក្មេងស្រីសក់ខៀវរូបនេះថានាងនឹងមើលទៅស្រស់ស្អាតខ្លាំងណាស់ក្នុងជុតអ្នកបម្រើតូចច្រឡឹងម្យ៉ាងវិញទៀតក្រុមសិស្សប្រុសក្នុងថ្នាក់ដែលដឹកនាំដោយ Albert ដែលកំពុងមានកម្លាំងចិត្តថ្មីបានខិតខំធ្វើការយ៉ាងខ្លាំងដើម្បីតុបតែងសាលធម្មពលរបស់ពួកគេគឺការចេញពីបំណងប្រាថ្នាចង់ឃើញពួកស្រីស្លៀកជុតអ្នកបម្រើដ៏គួរឲ្យស្រឡាញ់និងសង្ឃឹមថានឹងបានឃើញភាពសិចស៊ីរបស់ពួកគេ
ក្រោយមករេបានទៅបន្ទប់ក្លឹបដាំដំណាំហើយឃើញថាសមាជិកផ្សេងទៀតបានអវត្តមានទាំងអស់រេបេកាបញ្យល់ថាពួកគេបានជប់ដើម្បីទៅនឹងការភ្ជាប់ពាក្យរបស់នាងវាប្រែថាអេវ៉ាន់ដែលជាគូដណ្ដឹងថ្មីរបស់នាងពីមុនធ្លាប់បានភ្ជាប់ពាក្យជាមួយសមាជិកម្នាក់ទៀតនៃក្លឹបហើយក្មេងស្រីផ្សេងទៀតមើលឃើញរេបេកាជាអ្នកក្បត់ដោយដឹងថាការងារបន្ថែមឥឡូវនេះធ្លាក់លើនាងនិងឌីណារេក៏បានស្ម័គ្រចិត្តជួយពួកគេនៅពេលគេចាក់ចេញឌីណាបានទាញគេទៅខាងហើយខ្សឹបប្រាប់ថាស្ថានភាពទាំងមូលនេះមានអារម្មណ៍ថាចម្លែកខ្លាំងណាស់រេបេកាច្បាស់ជាកំពុងលាក់បាំងវាមួយហើយការពិតដែលថាអេវ៉ាន់មិនមែនមកពីគ្រួសារអភិជនកម្ពុជាទាំង3ធ្វើឲ្យការភ្ជាប់ពាក្យដែលជំរុញដោយនយោបាយនេះមានភាពសង្ស័យបំផុតពួកគេបានជែកគ្នាហើយឌីណាឆ្ងល់ថាតើរេបេកាកំពុងស្ថិតក្នុងគ្រោះថ្នាក់ឬទេហើយបានសុំឲ្យរីជួយមើលថែនាងដោយមិនស្ទាក់ស្ទើរបរិសម្នាក់នេះក៏បានយល់ព្រមតាមដានក្មេងស្រីដែលមើលទៅតែងតែស្រពោនចិត្តរូបនេះយប់នោះរីបានទៅសួរសុខទុក្ខលីឌីយ៉ាដើម្បីពន្យល់ពីស្ថានភាពមិនស្រួលរបស់រេបេកានាងក៏យល់ស្របថាការភ្ជាប់ពាក្យនេះមានការសង្ស័យខ្លាំងជាពិសេសដោយសាររេបេកាមិនទាន់គ្រប់អាយុនៅឡើយបន្ទាប់មកនាងបានបង្គាប់ឲ្យខាឡាចាប់ផ្ដើមស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើគ្រួសារ Winston មុនពេលរីចាក់ចេញពីបន្ទប់លីឌីយ៉ាបានសួរអំពីផែនការពិធីបុណ្យរបស់ថ្នាក់គេនៅពេលគេប្រាប់នាងអំពីហាងកាហ្វេអ្នកបម្រើលីឌីយ៉ាមានការមិនពេញចិត្តនិងសម្ដែងអារម្មណ៍ស្រដៀងនឹង Albert កាលពីមុនរីប្រាប់នាងថាគ្មានបុរសណាម្នាក់អាចបដិសេធសម្រស់របស់អ្នកបំរើបានឡើយនៅពេលលីឌីយ៉ាសួរថាតើគេជាម្នាក់ក្នុងចំណោមនោះដែរឬទេគេបានសារភាពថាគេពិតជាម្នាក់ក្នុងចំណោមនោះដោយបង្ហើបថាភាពរំភើបរបស់គេគឺកើតចេញពីការស្រមៃឃើញខាឡាក្នុងឯកសណ្ឋាននោះរឿងនេះបានធ្វើឲ្យលីឌីយ៉ាខឹងយ៉ាងខ្លាំងហើយសម្លឹងទៅរកអ្នកបម្រើរបស់នាងដោយក្រសែភ្នែកមុតស្រួចនៅពេលដែលនាងសួរថាតើគេនឹងគិតយ៉ាងណាចំពោះនាងក្នុងឈុតអ្នកបម្រើរីបានប្រាប់នាងថានាងនឹងមើលទៅដូចជា Hillary Clinton សម្ដីនេះបណ្ដាលឲ្យគេត្រូវបានហុំព័ទ្ធដោយបន្លាទឹកកកដ៏គួរឲ្យខ្លាចរហូតដល់គេព្រមសុំទោសយ៉ាងស្មោះត្រង់នៅក្នុងបន្ទប់ស្នាក់នៅស្រីរេបេកាកំពុងងូតទឹកនៅពេលដែលនាងស្រាប់តែឃើញរូបភាពពន្លឺមួយលេចឡើងក្នុងចិត្តនាងបានឃើញរេកាលពីក្មេងនៅលើសមរភូមិដែលហែកហួរដោយសង្គ្រាមកំពុងព្យាយាមយ៉ាងអស់សង្ឃឹមក្នុងការប្រោះជីវិតមិត្តរួមការងារដែលបានស្លាប់ដោយមិនអាគមព្យាបាលប៉ុន្តែបរាជ័យប៉ុន្តែភ្លាមនោះរេបេកាក៏បានភ្ញាក់ពីការស្រមើស្រមៃនោះរូបភាពនោះខ្លាំងក្លារហូតដល់ធ្វើឲ្យភ្នែករបស់នាងហូរឈាមភ្លាមនោះប្អូនស្រីរបស់នាងម៉ារីយ៉ាបានរកឃើញនាងក្នុងស្ថានភាពបែបនេះហើយរេបេកាក៏បានបិទបាំងរឿងនេះយ៉ាងលឿនដោយអះអាងថាវាគ្រាន់តែជាការហូរឈាមច្រមុះប៉ុណ្ណោះនាងធ្វើពុតជាសប្បាយចិត្តចំពោះការភ្ជាប់ពាក្យប៉ុន្តែភ្លាមនៅពេលដែលនាងនៅក្នុងបន្ទប់តែម្នាក់ឯងនាងក៏បានស្រែកយំយ៉ាងខ្លាំងចិត្តរបស់នាងបាននឹកឃើញដល់ការចងចាំការពីម៉ារីយ៉ាកាលពីក្មេងពីពួកអ្នកចូលចិត្តធ្វើបាបផ្ទុយស្រឡះពីការចងចាំថ្មីដែលនាងបានរុញប្អូនស្រីចេញយ៉ាងខឹងសម្បារនៅពេលនាងសួរនាំរឿងភ្ជាប់ពាក្យនៅក្នុងរូបភាពអតីតកាលវាត្រូវបានបង្ហើបថារេបេកាមានអាយុបងម៉ារីយ៉ា3ឆ្នាំហើយនាងប្រៀបដូចជាម្ដាយម្នាក់សម្រាប់ក្មេងស្រីតូចរូបនេះទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយរបស់ពួកគេតែងតែប្រាប់ម៉ារីយ៉ាឲ្យធ្វើខ្លួនឲ្យដូចរេបេកាដែលធ្វើឲ្យក្មេងស្រីតូចនោះមានការសោកស្ដាយយ៉ាងខ្លាំងនៅថ្ងៃពិធីបុណ្យវប្បធម៌បានមកដល់ក្មេងស្រីមើលទៅស្រស់ស្អាតខ្លាំងណាស់ក្នុងឈុតអ្នកបម្រើរីបានសរសើរពួកគេទាំងអស់គ្នាដែលធ្វើឲ្យក្មេងស្រីទាំងនោះអៀនក្រហមភ្លាមទោះជាយ៉ាងណាក៏ដោយនៅពេលដែលគេបន្តសរសើរអំពីសម្រស់របស់ពួកគេអាមេលីយ៉ាចាប់ផ្ដើមបង្ហាញចរិតចង់គ្រប់គ្រងលើគេតាមបែបលេងសើចក្លារីក៏បានបង្ហាញខ្លួនដោយស្លៀកពាក់ជាខ្មោចសម្រាប់ផ្ទះខ្មោចឡងរបស់ថ្នាក់នាងផងដែរទន្ទឹមនឹងនោះនាយកសាលាកំពុងជែកជាមួយខារ៉ូដែលគួរឲ្យរំខានអំពីរបៀបដែលរីកំពុងរៀនសូត្រក្នុងថ្នាក់របស់នាងនៅពេលដឹងថាក្មេងម្នាក់នេះកំពុងធ្វើបាបអាគូសំនាយកសាលាអាប៊ីក៏បានបង្ហាញស្នាមញញឹមយ៉ាងស្រទន់លុះល្ងាចឡើងរីបានសុំជូនរេបេកាត្រឡប់ទៅផ្ទះវិញពួកគេបាននិយាយគ្នាអំពីរឿងរ៉ាវសាមញ្ញជាច្រើនដូចជាពិធីបុណ្យវប្បធម៌របស់សាលាតម្លៃសុទ្ធនិងរឿងរ៉ាវផ្សេងទៀតរេបេកាហាក់ដូចជាកំពុងមានក្តីសុខនឹងវត្តមានរបស់គេប៉ុន្តែភ្លាមនោះអេវ៉ាន់ក៏បានបង្ហាញខ្លួននៅចំពោះមុខពួកគេហើយបាននាំនាងចេញទៅតាមរយៈការប្រាស្រ័យតាក់ទងដ៏ខ្លីនេះវាច្បាស់ណាស់ថាវត្តមានរបស់បុរសម្នាក់នេះបានធ្វើឲ្យអារម្មណ៍របស់រេបេកាធ្លាក់ចុះដុនដាបភ្លាមបន្ទាប់ពីពួកគេចាក់ចេញទៅលេចក៏បានបង្ហាញខ្លួនហើយហៅរេទៅកាន់កិច្ចប្រជុំបន្ទាន់មួយទៀតនៅក្នុងបន្ទប់សម្ងាត់ខាឡាបានបង្ហើបពីលទ្ធផលនៃការស៊ើបអង្កេតរបស់នាងផ្ទះរបស់អេវ៉ាន់គឺជាភូមិគ្រឹះដ៏គួរឲ្យខ្លាចនិងស្ងប់ស្ងាត់ជ្រុងដែលគ្មានសញ្ញានៃជីវិតមនុស្សរស់នៅឡើយគេបានចូលរួមក្នុងកិច្ចប្រជុំនយោបាយនានាប៉ុន្តែវាគ្រាន់តែជាការសម្ដែងដើម្បីបិទបាំងភ្នែកសាធារណជនតែប៉ុណ្ណោះពួកគេសន្និដ្ឋានថាអេវ៉ាន់ប្រកាសជាសមាជិកនៃអង្គការ Eugenics ហើយកំពុងតាមចង់បានភ្នែកគ្រូមន្តអាគមដ៏វិសេសវិសាលរបស់រេបេកានៅខណៈពេលនោះដែរនៅទីតាំងមួយផ្សេងទៀតគ្រូមន្តអាគមពាក់ម៉ាស់កំពុងជួបជាមួយបេសាយគ្រូតុនគេបានប្រកាសថារេបេកានឹងត្រូវដាស់ឲ្យភ្ញាក់ឡើងក្នុងនាមជាគ្រូ Cross ដែលនឹងនាំទៅរកការបើកទ្វារទៅកាន់ទីកន្លែងមួយដែលគេហៅថាអាកាសាបន្ទាប់មកគេក៏បានដោះម៉ាស់ចេញបង្ហាញមុខមាត់ពិតរបស់គេគឺជាអេវ៉ាន់ Bernstein នៅក្នុងភូមិគ្រីស្ទអេវ៉ាន់បានជួបសង្កត់រេបេកាដោយរំលឹកនាងថាឪពុករបស់នាងបានចុះកិច្ចសន្យាដោះដូរភ្នែករបស់នាងដើម្បីទទួលបានសម្បត្តិចូលរួមការប្រគំតន្ត្រីរបស់ Taylor Swift បន្ទាប់មកគេបានខ្សឹបគំរាមកំហែងដល់សុវត្ថិភាពរបស់ម៉ារីយ៉ានៅពេលរេបេកាចាប់ផ្ដើមយំនាងមានអារម្មណ៍ថាអស់សង្ឃឹមយ៉ាងខ្លាំងក្នុងស្ថានភាពនេះហើយទឹកភ្នែកដែលហូរចេញពីភ្នែករបស់នាងគឺជាឈាមពិតនៅក្នុងសុបិនរេបេកាត្រូវបានចុះក្នុងសុបិនអាក្រក់ដ៏រស់រវើកស្មារតីរបស់នាងត្រូវបានបោកបក់ទៅកាន់អតីតកាលនៅលើសមរភូមិដ៏ស្ងួតហែងដែលហែកហួរដោយសង្គ្រាមនាងគឺជាអ្នកសង្កេតការណ៍ដែលគ្មាននរណាឃើញកំពុងមើលរេកាពីក្មេងលុតជង្គង់នៅមុខសាកសពរបស់ Howard ដែលជាឪពុកចិញ្ចឹមរបស់គេក្មេងប្រុសនោះបានព្យាយាមបញ្ចេញមន្តអាគមព្យាបាលយ៉ាងអស់សង្ឃឹមដើម្បីប្រោសជីវិតគាត់ឡើងវិញប៉ុន្តែការខិតខំប្រឹងប្រែងរបស់គេគឺឥតប្រយោជន៍លីឌីយ៉ាកាលពីនៅក្មេងបានដើរមកជិតហើយប្រាប់គេថាវាមិនមានប្រយោជន៍ទេព្រោះបេសកកម្មត្រូវបានបញ្ចប់ហើយប៉ុន្តែនៅពេលដែលក្មេងប្រុសនោះបដិសេធមិនព្រមទទួលយកការពិតនាងក៏បានទេកំភ្លៀងក្មេងដែលកំពុងយំនោះយ៉ាងខ្លាំងនាងបង្ខំឲ្យរីប្រឈមមុខនឹងការពិតថា Howard បានស្លាប់បាត់ទៅហើយមុននឹងនាំគេចាក់ចេញពីសមរភូមិរូបភាពនោះពិតប្រាកដខ្លាំងណាស់រហូតធ្វើឲ្យរេបេកាញាប់ញ័រក្នុងចិត្តត្រឡប់មកពេលបច្ចុប្បន្ននៅសាលាវិញការចងចាំនោះបានលេចឡើងក្នុងចិត្តរបស់នាងហើយនាងឆ្ងល់ថាតើក្មេងប្រុសក្នុងរូបភាពនោះពិតជារីមែនឬយ៉ាងណានៅថ្ងៃបន្ទាប់នៅសាលាម៉ារីយ៉ាបានរកឃើញរេនាងបានណែនាំខ្លួនហើយបន្ទាប់ពីគេបានសរសើរនាងរួចនាងក៏បានសុំជំនួយពីគេទាំងទឹកភ្នែកម៉ារីយ៉ាបញ្យល់ថានាងមានការបារម្ភពីបងស្រីរបស់នាងប៉ុន្តែរេបេកាបដិសេធមិនព្រមនិយាយប្រាប់នរណាម្នាក់ឡើយរីបានទាញនាងមកអបដើម្បីលំលោមនិងសន្យាថាគេនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីការពាររេបេកាដោយពួកគេមិនដឹងខ្លួនរេបេកាបានលួចមើលការសន្ទនានេះពីចម្ងាយខណៈដែលបេះដូងរបស់នាងមានការជិះចាប់នៅពេលឃើញប្អូនស្រីរបស់នាងត្រូវបានលួងលោមដោយរេដែលជាបុរសក្នុងសុបិនរបស់នាងយប់នោះនាងបានប្រែខ្លួនចុះឡើងនៅលើគ្រែដោយសារការគេងរបស់នាងត្រូវបានរំខានដោយរូបភាពសមរភូមិដែលលេចឡើងម្ដងហើយម្ដងទៀតរេបេកាមិនអាចសម្រានលក់ឡើយព្រោះការចងចាំពីសមរភូមិនិងរូបភាពដែលម៉ារីយ៉ាស្ថិតក្នុងរង្វង់ដៃរបស់រេបន្តលេចឡើងក្នុងចិត្តនាងជានិច្ចទន្ទឹមនឹងនោះរេស្ថិតនៅក្នុងបន្ទប់ស្នាក់នៅរបស់គេកំពុងព្យាយាមបន្លប់អារម្មណ៍ដោយការអានប្រឡំលោកស្នេហាដែលគេបានខ្ចីពីបណ្ណាល័យហើយថែមទាំងព្យាយាមពន្យល់រឿងស្នេហាដ៏ជូរចត់នោះប្រាប់ទៅកាន់អ៊ីវីដែលមិនមានចំណាប់អារម្មណ៍សូម្បីតែបន្តិច
ក្រោយមកនៅក្នុងសុបិនរបស់គេផ្ទាល់រីបានត្រឡប់ទៅកាន់កន្លែងបញ្ចុះសពរបស់ Howard វិញគេបានឃើញ Rebecca នៅទីនោះហើយនាងបានសួរគេចំថាតើគេពិតជាអ្នកណាឲ្យប្រកាសប៉ុន្តែមុនពេលគេអាចឆ្លើយបានសម្លេងគោលាន់បានបន្លឺឡើងលុបបាត់សម្លេងរបស់គេហើយគេក៏បានភ្ញាក់ដឹងខ្លួនឡើងទាំងតក់ស្លុតនៅពេលគេងើបអង្គុយរែកបានឃើញឈាមហូរស្រោចចុះពីភ្នែករបស់គេដែលវាហាក់ដូចជាការបង្ហាញរូបរាងពិតនៃទំនាក់ទំនងតាមរយៈសុបិនដែលគេមានជាមួយ Rebecca ព្រឹកឡើងគេបានជួប Rebecca ដោយចៃដន្យឲ្យក្នុងពេលរត់ហាត់ប្រាណការជួបគ្នានោះមានភាពអៀនខ្មាសបន្តិចគេព្យាយាមជែកលេងអំពីរឿងពិធីបុណ្យប៉ុន្តែក្មេងស្រីរូបនេះច្បាស់ជាកំពុងមានរឿងរវល់ក្នុងចិត្តនាងបានចាប់ផ្ដើមសួរគេថាតើគេធ្លាប់បានចូលរួមក្នុងសង្គ្រាមនៅបូព្រីឆ្ងាយដែរឬទេប៉ុន្តែនាងក៏បានបង្អាក់សំណួរនោះវិញមុននឹងនិយាយចប់នៅថ្ងៃដំបូងនៃពិធីបុណ្យវប្បធម៌ហាងកាហ្វេអ្នកបម្រើរបស់ពួកគេទទួលបានជោគជ័យយ៉ាងខ្លាំងអាមេលីយ៉ាបានបម្រើភ្ញៀវគឺអារ៉េអាននិងប្អូនស្រីរបស់នាងទីអាណាដែលបានមកលេងប៉ុន្តែអារ៉េអានចាប់អារម្មណ៍តែចង់ជួបរ៉េប៉ុណ្ណោះមិនយូរប៉ុន្មានគេក៏បានបង្ហាញខ្លួនយ៉ាងអស្ចារ្យដោយបន្លំខ្លួនជាក្មេងស្រីដ៏ស្រស់ស្អាតឈ្មោះលីលីម្ដងទៀតហើយក៏ក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍ភ្លាមនៅខាងក្រៅខារ៉ូបានរអ៊ូតមដែលនាងត្រូវជាប់កាត់ប្រកិច្ចយាមកាមនិងខកខានភាពសប្បាយរីករាយទាំងឡាយនៅខាងក្នុងវិញរីក្នុងរាងជាលីលីបានបម្រើម៉ារីយ៉ាដែលនាងស្ទើរតែវង្វេងស្មារតីដោយសារសម្រស់របស់គេសូម្បីតែអាមេលីយ៉ាក៏ទទួលស្គាល់ថាគេពិតជាធ្វើជាមនុស្សស្រីបានយ៉ាងសំសួនគួរឲ្យខ្លាចក្រោយមករីបានបោះបង់ការបន្លំខ្លួនហើយចំណាយពេលពេញមួយថ្ងៃដែលនៅសេសសល់ជាមួយ Rebecca ពួកគេបានដើរកាត់បរិវេណពិធីបុណ្យដូចជាគូស្នេហ៍និងរីករាយជាមួយកន្លែងកម្សាន្តផ្សេងសូម្បីតែនៅពេលដែល Clarice ព្យាយាមបំភ័យពួកគេនៅក្នុងផ្ទះខ្មោចលងក៏ភាពសប្បាយរីករាយរបស់ពួកគេមិនត្រូវបានរំខានឡើយនៅពេលព្រះអាទិត្យចាប់ផ្ដើមលិច Rebecca បានលើកឡើងអំពីការបាញ់កាំជ្រួចដែលនឹងប្រព្រឹត្តទៅនៅយប់បន្ទាប់ប៉ុន្តែនាងក៏បានផ្អាកសម្ដីវិញដោយមិនដាច់ចិត្តហៅគេឲ្យទៅមើលជាមួយរួចក៏ដើរត្រឡប់ទៅបន្ទប់វិញខណៈពេលដែលម៉ារីយ៉ាកំពុងចាក់ចេញពីសាលាស្ត្រីសក់សម្នាក់ដ៏អាថ៌កំបាំងបានបង្ហាញខ្លួននៅចំពោះមុខនាងនិងបានផ្ដល់ការព្រមានដ៏គួរឲ្យព្រឺសម្បូរថា Rebecca នឹងត្រូវបាត់បង់ជីវិតក្នុងពេលឆាប់នេះក្នុងពេលជាមួយគ្នានោះ Abby ក៏បានបង្ហើបដំណឹងដ៏អាក្រក់ដូចគ្នានេះទៅកាន់រីនិងក្រុមចារកម្មទោះជាយ៉ាងណាក៏ដោយ Lydia បានបញ្ជាក់ថាពួកគេនៅតែអាចផ្លាស់ប្ដូរអនាគតរបស់នាងបានប៉ុន្តែកិច្ចប្រជុំរបស់ពួកគេត្រូវបានរំខានដោយការមកដល់នៃឪពុករបស់ Rebecca គាត់បានសារភាពថាទង្វើរបស់គាត់បានធ្វើឲ្យជីវិតកូនស្រីស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរហើយបានអង្វរឲ្យរេជួយសង្គ្រោះនាងទន្ទឹមនឹងនោះនៅក្នុងព្រៃសម្ងាត់មួយគ្រូមន្តអាគមអេវ៉ាន់និងបេសាចយ៉ាក់ឃ្លូតូនកំពុងសម្រេចផែនការចុងក្រោយរបស់ពួកគេអេវ៉ាន់ប្រកាសថានៅសប្តាហ៍នឹងត្រូវដាស់ឲ្យភ្ញាក់ក្នុងពេលឆាប់ខណៈដែលឃ្លូតូនបង្ហាញពីបំណងប្រាថ្នាតែមួយគត់របស់វាគឺចង់ស៊ីវិញ្ញាណដ៏ខ្លាំងក្លារបស់រ៉េនៅថ្ងៃបន្ទាប់នៃពិធីបុណ្យ Rebecca បានរកឃើញរីនាងបានធ្វើការស្នើសុំដ៏អស់សង្ឃឹមជាចុងក្រោយដោយសុំឲ្យគេជួយមើលថែប្អូនស្រីរបស់នាងដោយជឿថាខ្លួនឯងនឹងត្រូវបាត់បង់ជារៀងរហូតនាងបានផ្ញើទុកសុវត្ថិភាពរបស់ Maria លើគេដោយយល់ពីភាពធ្ងន់ធ្ងរនៃសម្ដីរបស់នាងរ៉េបានរៀបចំផែនការគេបានបន្លំខ្លួនជា Lily ម្ដងទៀតដើម្បីបន្លប់អារម្មណ៍ Maria ប៉ុន្តែនាងបារម្ភពីបងស្រីខ្លាំងពេករហូតដល់មិនអាចបង្វែរអារម្មណ៍បានហើយបានសុំឲ្យគេជួយតាមរកបងស្រីក្នុងពេលជាមួយគ្នានោះ Rebecca កំពុងដើរក្នុងច្រកផ្លូវដ៏ស្ងប់ស្ងាត់មួយភ្លាមនោះ Evan បានបង្ហាញខ្លួននៅចំពោះមុខនាងហើយជាមួយនឹងពន្លឺមន្តអាគមពួកគេទាំងពីរក៏បាន teleport ចាក់ចេញទៅរីដែលដឹងពីរឿងនេះបានរត់ចេញពីសាលាភ្លាមធ្វើឲ្យមិត្តភ័ក្តិរបស់គេមានការងឿងឆ្ងល់យ៉ាងខ្លាំងនៅលើដំបូលអគារមួយ Evan បានបង្កើតរនាំងមន្តអាគមដ៏ធំគ្រប់ដណ្ដប់លើតំបន់ដាច់ស្រយាលមួយដោយប្រាប់ Rebecca ថាគេត្រៀមខ្លួនរួចជាស្រេចដើម្បីយកភ្នែករបស់នាងនៅខណៈនោះរ៉េកំពុងតែវាសម្រុកកាត់តាមកងទ័ពបិសាចដែលកោះហៅដោយកូនចៅរបស់ Evan ដោយគេប្រើប្រាស់តែសមត្ថភាពកម្រិតទាបដើម្បីរក្សាធម៌ពលទុកខណៈពេលដែលការប្រយុទ្ធកំពុងឆាប់ឆេះមិត្តភ័ក្តិរបស់រ៉េក៏បានមកដល់ឥទ្ធិពលមេអំបៅរបស់អាមេលីយ៉ាបានផ្លាស់ប្ដូរទីដៅនៃគ្រាប់ភ្លើងដែលតម្រង់មករកគេហើយនាងបានប្រាប់គេថាពួកគេមកទីនេះដើម្បីជួយគ្រប់គ្រងគេក្រុមមិត្តភ័ក្តិទាំងមូលបានធ្វើការសហការគ្នាយ៉ាងល្អឥតខ្ចោះ EV វាបណ្ដេញពួកគ្រូមន្តអាគមឲ្យខ្ទាតចេញទៅឆ្ងាយលុតរោពួកវាឲ្យខ្លាចជាភេះអាលីសាបញ្ចេញព្យុះកំបុតត្បូងហើយ Clarice កំទេចពួកវាដោយមន្តអាគមភ្លេចបន្ទោមេបិសាចទាំងពីរដែលជាកូនចៅចំណិតរបស់ Evan ដឹងខ្លួនថាពួកគេមិនមែនជាគូប្រកួតក៏បានរត់គេចឡើងទៅលើភ្នំដើម្បីជួយចៅហ្វាយរបស់ពួកគេឲ្យបានប្រាប់រ៉េឲ្យទៅជួយ Rebecca ហើយរីក៏បានបោះសក់ខ្លាញ់ខ្លាយចោលរួចលះបង់ការបន្លំខ្លួនជា Lily ចេញខណៈពេលដែលគេកំពុងរត់គេបាននឹកឃើញដល់ការសារភាពទាំងស្រុងពីឪពុករបស់ Rebecca គ្រួសារតកូ Bradley គឺជាបណ្ដាសាដែលបានចាក់ស្រេះក្នុងខ្សែឈាមរបស់ពួកគេដោយសារតែការបង្ហូរឈាមយ៉ាងសាហាវជុំវិញអង្គភាពដើមដែលមានឈ្មោះថា Cruz គាត់បានពន្យល់ថា Rebecca កើតមកដើម្បីធ្វើជាគ្រូកាយសម្រាប់អង្គភាពបុរាណនេះហើយប្រសិនបើគ្រោះគ្រប់គ្រងរាងកាយនាងបានទាំងស្រុងនាងនឹងត្រូវស្លាប់ឥទ្ធិពលនៃការកើតមកជារូបកាយនេះខ្លាំងក្លារហូតដល់ធ្វើឲ្យប្អូនស្រីរបស់នាងគឺ Maria កើតមកមានស្បែកស្កុសធម្មតា albino ដែលបង្ហាញថានាងក៏អាចជាដួងវិញ្ញាណសម្រាប់រូបកាយបន្ទាប់ផងដែរនៅត្រង់ចំណុចនេះរីដឹងថាអ្វីគឺគ្រោះថ្នាក់ជាងអ្វីដែលគេធ្លាប់បានស្រមៃទៅទៀតនៅក្នុងរនាំងមន្តអាគមនៅខាងទៀតនៃព្រៃ Rebecca ត្រូវបានចាប់ខ្លួនដោយ Evan Bernstein និងកូនចៅរបស់គេបេសាចយ៉ាក់ឃ្លូតូនបានចុះពីលើមេឃយ៉ាងគួរឲ្យរន្ធត់ខណៈដែល Rebecca ដ៏កំសត់អាចត្រឹមតែមើលដោយក្តីអស់សង្ឃឹមនៅខណៈនោះ Evan បានងាកទៅរកគ្រូមន្តអាគមពាក់ម៉ាស់ម្នាក់ក្នុងចំណោមមនុស្សរបស់គេទោះជាយ៉ាងណាក៏ដោយការបន្លំខ្លួនរបស់បុគ្គលនោះបានរលាយបាត់បង្ហាញឲ្យឃើញនៅមុខមាត់ដែលដូចគ្នាបេះបិទនឹង Evan រូបកាយคล้ายៗនោះក៏បានផ្លាស់ប្ដូរពីរាងកាយបុរសទៅជាអត្តសញ្ញាណពិតប្រាកដរបស់ស្ត្រីសក់ឈ្មោះ Liz Evan ពិតប្រាកដមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកនិងការបោកប្រាស់របស់នាងគេក៏បានខាត់ខៀងនាងភ្លាមដោយមិនអាគមនិតរួចស្រែកថាគេនឹងសម្លាប់នាងចំពោះការរារាំងផែនការរបស់គេក្នុងការទៅកាន់អាកាសាដោយប្រើ Rebecca ជារូបកាយប៉ុន្តែមុនពេលគេអាចវាយប្រហារបានលីបានពន្លត់ភ្លើងរបស់គេហើយបាន teleport Rebecca ទៅកាន់កន្លែងមានសុវត្ថិភាពក្នុងរនាំងមន្តអាគមបន្ទាប់មកនាងបានរុញ Evan ចូលទៅក្នុងវិមាត្រដែលមិនស្គាល់មួយនៅខណៈនោះរីបានមកដល់បេសាចឃ្លូតូនដែលឥឡូវនេះមានសេរីភាពពីការខាត់ខៀងបានស្ទុះមករកគេដោយចង់ស៊ីធម្មពលមន្តអាគមរបស់គេទោះជាយ៉ាងណាក៏ដោយលីបានបង្កើតត្រាសម្ងាត់ដូចជាកញ្ចក់បណ្ដោះអាសន្ននិងអាចបញ្ឈប់យក្សនោះបាននាងបានណែនាំខ្លួនទៅកាន់រីថាជាគ្រូមន្តអាគមនៃការប្រឌិតគឺ fabrication ដែលពន្យល់ថា Lydia និងអ្នកផ្សេងទៀតបានដឹងពីការចូលរួមរបស់នាងរួចហើយនាងបានបញ្ជាក់ថាផែនការចម្បងរបស់នាងគឺបង្ខំឲ្យ Rebecca បញ្ចេញធម្មពលរហូតដល់លើសកម្រិត overheat ហើយវាគឺជាតួនាទីរបស់រ៉េក្នុងការចាក់សោធម្មពលដែលកំពុងឆាប់ឆេះនោះដោយរើ Chronos Lock របស់គេព្រោះវិញ្ញាណរបស់គេគឺជាវិញ្ញាណតែមួយគត់ដែលស៊ីចង្វាក់គ្នាជាមួយនាងយោងតាមគេការស៊ីចង្វាក់គ្នានេះគឺជាមូលហេតុតែមួយគត់នៃសុបិនរួមគ្នារបស់ពួកគេនិងជាហេតុផលដែលភ្នែករបស់គេហូរឈាមកាលពីប្រមាណយប់មុនម្យ៉ាងវិញទៀតឃ្លូតូនបានបំបែកត្រានោះហើយចាប់ផ្ដើមវាយប្រហារម្ដងទៀតភ្លាមនោះរ៉េបានកោះហើយដាវទឹកកក់មួយប៉ុន្តែកម្លាំងវិសាចនោះខ្លាំងពេករហូតដល់វាបានវាយកំទេចដាវនោះជាបំណែកដោយការវាយតែមួយដៃទន្ទឹមនឹងនោះលីបានចូលទៅក្នុងវិមាត្រផ្សេងទៀតដើម្បីដោះស្រាយជាមួយអេវ៉ាន់នៅក្នុងវិមាត្រនោះអេវ៉ាន់ដែលពោពេញដោយការស្អប់ខ្ពើមបានចាក់បញ្ចូលប្រព័ន្ធផ្ដាក់ Triad Dog Thread ចូលក្នុងខ្លួននិងផ្លាស់ប្ដូរខ្លួនឯងទៅជាបិសាចយក្សទោះបីជាយ៉ាងនេះក្តីលីនៅតែមានភាពស្ងប់ស្ងាត់ហើយប្រាប់គេថាការស្អប់របស់គេមិនអាចធ្វើ
ý kiến ខ្លាំងជាងនាងឡើយនាងបានបញ្ចេញមន្តអាគមដ៏មានឥទ្ធិពលមួយដែលធ្វើឲ្យធម្មពលមន្តអាគមរបស់គេផ្ទុះបំផ្លាញខ្លួនឯងបណ្ដាលឲ្យរូបរាងបិសាចរបស់គេត្រូវលេបត្របាក់ដោយភ្លើងនៅពេលគេដួលសន្លប់ដោយសារការវាយប្រហារដ៏ធ្ងន់ធ្ងរគេបានហៅនាងថាជាគ្រូមន្តអាគមដែលខ្លាំងបំផុតប៉ុន្តែនាងបានកែតម្រូវគេវិញថាប្រសិនបើមានគ្រូមន្តអាគមតែម្នាក់គត់ដែលអាចគ្រប់គ្រងពិភពលោកបាននោះគឺគ្រូមន្តអាគមដាវទឹកកកទន្ទឹមនឹងនោះនៅក្នុងព្រៃខាងក្រោមមិត្តភក្តិរបស់រេចាប់ផ្ដើមអស់កម្លាំងពីការតស៊ូជាមួយហ្វូងបិសាចដែលគ្មានទីបញ្ចប់នៅពេលពួកគេគិតថាអ្វីត្រូវបញ្ចប់ពួកបិសាចដែលចាញ់ទាំងនោះចាប់ផ្ដើមរស់ឡើងវិញជាបិសាចដែលខ្លាំងជាងមុនខណៈដែលពួកបិសាចបញ្ចេញថាមពលវាយប្រហារយ៉ាងខ្លាំងក្លាដាវទឹកកកជាច្រើនបានធ្លាក់ពីលើមេឃកំទេចពួកវាត្រឹមរយៈពេលប្រមាណវិនាទីលីឌីយ៉ាអាប៊ីខារ៉ូនិងខាឡាក៏បានមកដល់ដែរខាឡាដឹកនាំការវាយសម្រុកដោយដាវដែលដូចជាខ្យល់កន្ត្រាក់កំទេចបិសាចនៅចំពោះមុខនាងអាប៊ីបានពង្រីកដាវរបស់នាងឲ្យទៅជាខ្សែច្រវាក់លើងបញ្ចេញញៀនភ្លើងដែលលេបត្របាក់បិសាចរាប់ពាន់ក្នុងពេលតែមួយចំណែកខារ៉ូបានប្រើមន្តអាគមស្នេហ៍ចាប់បិសាចដែលនៅសេសសល់មុននឹងកំទេចពួកវាដោយរលកសម្លេងឲ្យរលីបាត់រូបរាងទាំងស្រុងលីឌីយ៉ាបានក៏ហៅដាវទឹកកករាប់មិនអស់និងបញ្ចូលគ្នាទៅជាដាវយក្សតែមួយបោះសម្អាតកងទ័ពបិសាចដែលនៅសល់ទាំងអស់ត្រឡប់ទៅលើភ្នំវិញរីនៅតែបន្តស៊ូយ៉ាងលំបាកជាមួយឃ្លូតុនបិសាចយក្សនោះដែលហត់នឿយនឹងការលេងសើចជាមួយគេបានបញ្ចេញមន្តអាគមពង្រឹងរាងកាយកម្រិតខ្ពស់បំផុតនិងផ្លាស់ប្ដូររូបរាងទៅជាស្ថានភាពដែលខ្លាំងបំផុតរបស់វាជាមួយនឹងការផ្លាស់ប្ដូររូបរាងនេះវាបានបញ្ជូនរេឲ្យបោកផ្ទុកទៅនឹងដីដោយការដោតតែមួយដៃនៅពេលឃើញបែបនេះម៉ារីយ៉ាដែលបានមកដល់កន្លែងកើតហេតុបានស្រែកដាក់រេបេកាដោយបន្ទោសនាងចំពោះរឿងគ្រប់យ៉ាងដែលបានកើតឡើងឃ្លូតុនបានចាប់កូរ៉េហើយរុញគេទៅបោកនឹងជញ្ជាំងរួចរៀបចំបិទស្រូបយកធម្មពលមន្តអាគមរបស់គេប៉ុន្តែរេបានបញ្ចេញសមត្ថភាពបន្ថយល្បឿន deceleration គេបានក៏ឲ្យដាវថ្មីមួយហើយចាក់ចំជើងរបស់ឃ្លូតុនដែលធ្វើឲ្យវាចាប់ផ្ដើមត្រជាក់រហូតក៏ភ្លាមគេបានចាក់ចំដៃរបស់វាដើម្បីបង្កើតចន្លោះទំនេរហើយនៅពេលដែលឃ្លូតុនយឺដៃវាសម្រុកជាលើកចុងក្រោយដៃរបស់វាក៏ត្រូវបានកក់ជារូបរាងរឹងកំប្រឹសដោយដឹងថាដាវរបស់រេមិនបានបាក់ដូចលើកមុនឃ្លូតុនមើលទៅដោយភាពរន្ធត់ខណៈដែលរេបញ្ចេញមន្តអាគមដែលមានឈ្មោះថា Bopendora ទឹកក៏បានរីករាលដាលយ៉ាងលឿនពេញរាងកាយរបស់បិសាចយក្សនោះរហូតដល់វាត្រូវបានកក់ទាំងស្រុងដូចជាសាច់មាន់ក្លាសេក្នុងផ្សារទំនើបបន្ទាប់ពីប្រើប្រាស់ធម្មពលអស់ពីខ្លួនរេបានដួលលុតជង្គង់ហើយបានដំណើរការក្រូណូសលុបឡើងវិញមុនពេលសន្លប់បាត់ស្មារតីម្យ៉ាងវិញទៀតម៉ារីយ៉ានៅតែបន្តស្ដីបន្ទោសរេបេកាដោយចោទនាងថាជាមនុស្សអាត្មានិយមនិងបង្កឲ្យមានភាពវឹកវរនេះនៅទីបំផុតរេបេកាក៏អស់ការអត់ធ្មត់នាងបានប្រាប់ម៉ារីយ៉ាឲ្យបិទមាត់ដោយស្រែកថានាងសុខចិត្តលះបង់ជីវិតទាំងមូលដើម្បីប្អូនស្រីបងប្អូនទាំងពីរបានឆ្លោះប្រកែកគ្នាដល់ថ្នាក់ប្រហិង្សាដោយរេបេកាបានទះកំភ្លៀងម៉ារីយ៉ាទាំងប្រាប់នាងថាទោះបីជាប្អូនស្រីមានចរិតរឹងរូសយ៉ាងណាក៏ដោយក៏បងស្រីម្នាក់នេះតែងតែស្រឡាញ់ប្អូនជានិច្ចក្នុងនាមជាប្អូនស្រីដ៏មានតម្លៃបំផុតការផ្ទុះអារម្មណ៍យ៉ាងខ្លាំងក្លានេះបានបណ្ដាលឲ្យកុភ្នែកគ្រូមន្តអាគមរបស់រេបេកាដំណើរការឲ្យធម្មពលរបស់នាងចាប់ផ្ដើមក្តៅខ្លាំងនិងវិលវល់បាត់បង់ការគ្រប់គ្រងក្នុងពេលជាមួយគ្នានោះលីបានលេចរូបរាងឡើងជាមួយនឹងរាងកាយដែលបរាជ័យរបស់អេវ៉ាន់ហើយបានប្រាប់រេដែលទើបតែដឹងខ្លួនថាគេត្រូវតែជួយសង្គ្រោះរេបេកាជាបន្ទាន់អាមេលីយ៉ានិងអ្នកផ្សេងទៀតបានមកដល់ប៉ុន្តែលីឌីយ៉ាបានព្រមានពួកគេឲ្យនៅឲ្យឆ្ងាយបន្ទាប់មករេបានទម្លុះរនាំងធម្មពលដ៏វឹកវររបស់រេបេកាគេបានបង្ហាញខ្លួននៅចំពោះមុខនាងដោយប្រាប់នាងថាគេគោរពនៅភាពលីហ៊ាននិងសេចក្តីស្រឡាញ់ដែលនាងមានចំពោះប្អូនស្រីបន្ទាប់មកគេបានអន់ទៅថើបនាងយ៉ាងស្រទន់ដើម្បីបញ្ចេញក្រូណូសលុបនិងចាក់សោធម្មពលដែលកំពុងឆាប់ឆេះរបស់នាងឲ្យមានសភាពធម្មតាវិញយប់នោះរេបេកាកំពុងសម្លឹងមើលមេឃបន្ទាប់ពីជាសះស្បើយពីរបួសនៃការប្រយុទ្ធអាមេលីយ៉ាបានបង្ហាញខ្លួននិងបង្អាប់នាងតាមបែបលេងសើចឲ្យនៅឲ្យឆ្ងាយពីបុរសរបស់នាងទោះជាយ៉ាងណាក៏ដោយរេបេកាបានតបវិញថាចាប់តាំងពីវិញ្ញាណរបស់ពួកគេត្រូវបានចងភ្ជាប់គ្នាពួកគេមានអ្វីម្យ៉ាងដែលពិសេសរួមគ្នាហើយនាងមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការទទួលយកការពិតដែលរីមានស្រីច្រើនដោយមិនព្រមចុះចាញ់អាមេលីយ៉ាក៏បានទទួលយកការប្រកួតប្រជែងនេះភ្លាមនោះក្លារីសនិងអាលីសាក៏បានលេចមុខឡើងដោយប្រកាសថាវាមិនយុត្តិធម៌ទេដែលទុកពួកគេចោលរេបេកាជាមួយនឹងទំនុកចិត្តថ្មីបាននិយាយថានាងមានចិត្តទូលាយក្នុងការទទួលយកពួកគេទាំងអស់ចូលក្នុងក្រុមខណៈពេលដែលពួកគេឈរជុំគ្នារីក៏បានបង្ហាញខ្លួនហើយផ្ទៃមេឃនាពេលរាត្រីក៏ត្រូវបានបំភ្លឺដោយកាំជ្រួចដ៏ស្រស់ស្អាតថ្ងៃបន្ទាប់រីបានទៅសួរសុខទុក្ខភ្នូររបស់ Howard គេបានសញ្ជឹងគិតអំពីដំណើររបស់គេដោយសារភាពថាបន្ទាប់ពីការស្លាប់របស់ Howard គេមានអារម្មណ៍ថាវង្វេងផ្លូវប៉ុន្តែឥឡូវនេះនៅសាលា Arnold គេបានរកឃើញពិភពលោកថ្មីមួយដែលជាពិភពលោកធម្មតាដែលគេត្រូវបានហ៊ុំព័ទ្ធដោយមនុស្សដែលគេស្រឡាញ់និងអ្នកដែលស្រឡាញ់គេវិញនៅទីបំផុតគេបានរកឃើញមិត្តភក្តិពិតប្រាកដនិងកន្លែងមួយដែលអាចហៅថាបុកផ្ទះសាច់រឿងនៃរឿងគ្រូមន្តអាគមដាវទឹកកក Season 1បានបញ្ចប់ដោយជោគជ័យ